តែគ្មានតន័យនេះមានន័យថាសាលាហ្នឹងអត់ទាន់បានចូលទៅប្រើប្រាស់អត់ទាន់ចូលទៅប្រើប្រាស់សោះបាទអញ្ចឹងសូមឲ្យលោកគ្រូដែលជាគ្រូបង្គោល ICT ឬក៏គណៈនាយកចាប់ផ្ដើមបើកប្រព័ន្ធហ្នឹងយើងបំពេញតែម្ដងហើយប្រព័ន្ធហ្នឹងវាពេលដែលលោកគ្រូបើកទៅវាមានរូបរាងយ៉ាងម៉េចខ្ញុំនឹងបង្ហាញឲ្យលោកគ្រូឃើញតែម្ដងនេះជាបាទហើយចេះព្រាចង់ចេះឥឡូវចង់ឲ្យនាំធ្វើអ្វីដែលត្រូវយកទៅសៀមរាបតែម្ដងអាមួយណាជាអត្ថភាពដែលត្រូវយកនាំយកទៅសៀមរាបអញ្ចឹងយើងកុំទៅធ្វើធ្វើអ្វីវែងឆ្ងាយច្រើនតាក់ទងអត្ថភាពទៅសៀមរាបបាទអញ្ចឹងសូមចាប់ដើមពីតើតារាងមួយណាដែលយើងអាចយកទៅសៀមរាបហើយជាមូលដ្ឋាននៃការគិតគណនានៅសៀមរាបតែម្ដងមិនចឹងអរគុណបាទអរគុណបាទខ្ញុំមិញហ្នឹងខ្ញុំអស់ពីប្រព័ន្ធទៅសិនដើម្បីយកតិន័យចូលបាទអញ្ចឹងខ្ញុំសូមទៅកិច្ចការទាំង6តែម្ដងបាទកិច្ចការទាំង6ចឹងកិច្ចការទាំង6យើងមាន6កិច្ចការបាទ6កិច្ចការ1គឺ test សិភៅធ្វើ test ស្តង់ដារកម្រិតសាលារៀនបាទអានេះជាកិច្ចការមួយដែលសំខាន់ជាងគេហើយក៏វាមានភាពស្មុគស្មាញជាងគេដែរបាទអញ្ចឹងខ្ញុំសូមបើកអាហ្នឹងតែម្ដងកិច្ចការទី1ហ្នឹងហើយគេថាស្មុគស្មាញបាទបែបនេះអញ្ចឹងយើងអុសទៅដល់លើសិនបាទអញ្ចឹងពេលដែលលោកគ្រូបើកកិច្ចការទី1នឹងឃើញមកគឺក្បាលខាងលើជាគំរូមានស្រាប់ហើយគេបោះឲ្យទៅនោះគឺគំរូរបស់សាលាព្រៃភ្នៅបាទសាលាព្រៃភ្នៅវិទ្យាល័យព្រៃភ្នៅអញ្ចឹងគាត់ដាក់ថាសិភៅណែនាំជួយគ្រូបង្រៀនគណៈគ្រប់គ្រងលោកគ្រូអត់អីទេកន្លែងនោះគ្រូមានធ្វើកាយទេលោកគ្រូអុសចុះក្រោមទៀតរូបភាពលោកគ្រូទុកដដែលក៏បានបើលោកគ្រូដូររូបភាពដាក់មកសាលាលោកគ្រូក៏បានដែរអត់អីទេបន្តមកទៀតអានេះជាការវិភាគការវិភាគនោះលោកគ្រូអាចកំណត់យកតាមការវិភាគហ្នឹងក៏បានឬក៏លោកគ្រូកំណត់ដោយខ្លួនឯងថាខ្ញុំមានការវិភាគដែរតើខែណាថ្ងៃណាធ្វើអីថ្ងៃណាធ្វើអីវាមានដាក់តាមខ្លួនឯងក៏បានដែរអាហ្នឹងអត់អីទេលោកគ្រូគាត់ថាមើលហើយលោកគ្រូសម្រេចចិត្តដាក់ឈ្មោះនាយកយើងមកឲ្យសញ្ញាតែម្ដងបាទរួចការវិភាគ1ចូលបន្តមកទៀតអានេះជា link សម្រាប់យកកិច្ចការទៅធ្វើ test មកចប់ហ្នឹងអញ្ចឹងយើងមាន link ស្រាប់លោកគ្រូអត់អីទេមិនបាច់រើរូបទេលោកគ្រូទុកដដែលបន្តមកទៀតនេះជាគំរូដើម្បីធ្វើ test ស្តង់ដារមកចត់មួយលោកគ្រូទៅមានគំរូបែបហ្នឹងខ្ញុំគិតថាសាលាណាក៏មានដែរលិខិតទេសនាមអញ្ចឹងលោកគ្រូមានលិខិតទេសនាមលោកគ្រូយកគំរូគេឲ្យស្រាប់ហើយលោកគ្រូគាត់ទៅបញ្ចូលឈ្មោះសមាជិកភាពសាលាលោកគ្រូចូលមកដាក់ឈ្មោះដាក់អីយ៉ាងទៅតាមដំណើរជាក់ស្ដែងមកហើយលោកគ្រូវាយត្រាចប់អានេះគំរូ1បានន័យថាគំរូវិញ្ញាសាពេលដំណើរការសំណេរបាទបន្តមកទៀតយើងមាន3មានគំរូទី2គំរូខគឺគណៈកម្មការគំរូសម្រាប់កំណែបាទកំណែគិតពីកំណែអញ្ចឹងកំណែលោកគ្រូដាក់មកបន្តមកទៀតគឺគំរូលិខិតទេសនាមបោកស្រង់បាទបោកស្រង់អញ្ចឹងមាន3ហ្នឹងលោកគ្រូធ្វើ3ហ្នឹងឲ្យដាក់ចូលមកបាទអញ្ចឹងខ្ញុំគិតថាអត់លំបាកទេកន្លែងហ្នឹងគឺយើងគ្រាន់តែចាប់ចូលមកបាទបន្តមកទៀតអ្វីដែលលំបាកនេះដែលជាកិច្ចការសំខាន់ដែលខ្ញុំថាលោកគ្រូចាប់អារម្មណ៍លើប្រព័ន្ធសិនមិញហ្នឹងនេះបញ្ជីសិស្សឧបករណ៍ទី2សម្រាប់ពិនិត្យតាមដាននិងវិតម្លៃលទ្ធផលអនុវត្តកិច្ចការបញ្ជីសិស្សបញ្ជីនីតិលទ្ធផល test ស្តង់ដារ A B C D E F E និង F កម្រិត ABC និង D E F ម្នាក់តាមកម្រិតថ្នាក់អញ្ចឹងយើងមានឧទាហរណ៍ដូចខ្ញុំទេថ្នាក់ទី7កបាទឈ្មោះគ្រូបន្ទុកថ្នាក់លោកគ្រូតាមតាណារៀបរាប់មកបាទបន្តមកទៀតនេះអ្វីដែលយើងលំបាកនេះខែវិច្ឆិកាឬតែដើមឆ្នាំដោយសារខែវិច្ឆិកាតែហ្នឹងវាតែមួយអញ្ចឹងយើងយក10មុខវិជ្ជាមកប្រៀបធៀបមកធ្វើបាទអានេះខែធ្នូបាទខែធ្នូអញ្ចឹង10មុខវិជ្ជាហ្នឹង1 2 3រហូតដល់10អញ្ចឹងមុខវិជ្ជាខ្លះលោកគ្រូអស់មកដល់ក្រមនេះនឹងមានកំណត់សម្គាល់មួយដាក់ឲ្យមើលនេះ1ភាសាខ្មែរ2គណិត3រូប4គីមី5ជីវៈ6ប្រវត្តិ7ផែនដី8ភូមិ9សិលធម៌10ភាសាបរទេសអ
ចឹងលោកគ្រូមើលអានឹងហើយលោកគ្រូត្រូវតែមានតន័យយ៉ាងបញ្ចូលចឹងតន័យនេះបានមកពីណាបានមកពីប្រព័ន្ធបើយើងអត់មានប្រព័ន្ធក្នុងការបញ្ចូលទេយើងរក ABC នឹងអត់ចេញទេដោយសារប្រព័ន្ធពេលដែលលោកគ្រូបញ្ចូលជាបន្ទុកក្នុងប្រព័ន្ធនឹងចាត់ឲ្យនិទេស ABC ដែលខ្សែប្រវត្តិបាទដែលខ្សែប្រវត្តិបើសិនជាលោកគ្រូមានតែ Excel របស់លោកគ្រូខ្ញុំគិតថាប្រហែលជាមិនទាន់ Excel លោកគ្រូមិនទាន់ចាត់ចេញទៅជានិទេស ABC បានទេសម្រាប់សិស្សម្នាក់ៗហ្នឹងអញ្ចឹងបានហើយបានជាថាសំខាន់ជាងគេគឺទៅបញ្ចូលបន្ទុកក្នុងប្រព័ន្ធឲ្យហើយបាទអញ្ចឹងពេលដែលលោកគ្រូបញ្ចូលបានមកថ្នាក់ទី7ក1មួយថ្នាក់មកកម្រិតលោកគ្រូធ្វើម៉េចបានពីថ្នាក់មកដាក់មកចូលបើសិនជាសាលាលោកគ្រូមានតែមួយថ្នាក់ទេអាហ្នឹងនឹងស្មិចទេមកកម្រិតមានតែមួយថ្នាក់ប៉ុន្តែបើមានចាប់ពី3 4ថ្នាក់ឡើងលោកគ្រូសុំតែ2ថ្នាក់បានហើយដើម្បីធៀប7ក7ខដូចគ្នាដែរខបាទអញ្ចឹងលោកគ្រូពេញមកគ្រប់7ខមកចប់ទៅគ្រប់មកចូលមកតារាងមកតទៅទៀតនេះបាទមិនយើងតាមកម្រិតថ្នាក់មួយមានគ្រូបន្ទុកថ្នាក់បន្ទាប់មកទៅតារាងនេះបញ្ជីលទ្ធផលតេស្តប៉ុន្តែអានេះសរុបសម្រាប់ទាំង2ថ្នាក់ចូលគ្នាហ្នឹងមានអ្នកទទួលខុសត្រូវម្នាក់អញ្ចឹងនៅសាលាខ្ញុំដាក់អ្នកគ្រូម្នាក់នៅទីអាការហ្នឹងគឺអ្នកគ្រូលែនមនីរដ្ឋសេរីរដ្ឋាគាត់នៅទីអាការឲ្យគាត់ទទួលខុសត្រូវទៅលើថ្នាក់ទី7លើក2ថ្នាក់ហ្នឹងគឺគាត់ទទួលខុសត្រូវមើលការខុសត្រូវទៅលើគ្រូបន្ទុកថ្នាក់ហ្នឹងទៀតនេះអញ្ចឹងសរុប7កបាទប៉ុន្តែម្ដងនេះយើងសរុបមកជាលេខទេអត់យកជានិទេសទៀតទេយើងយកអាកតុយចុងក្រោមហ្នឹងយកមកកុំពីដាក់មកវិញនេះអានេះបាទនេះមិញខាងលើជានិទេសខាងក្រោមជាលេខកន្លែងនេះយើងយកលេខហ្នឹងមកដាក់ចូលបាទយើងកុំពីយើងយកមកដាក់បាទកុំពីយកមកដាក់អត់អីច្រើនអាហ្នឹងយើងគ្រាន់តែកុំពីយកមកដាក់មកបាននេះ 7A អានេះ 7B បាទសរុបមកចូលគ្នាមកបានបើមាន3ថ្នាក់ដាក់3ថ្នាក់មាន4ថ្នាក់ទៅប៉ុន្តែជាក់ស្ដែងធ្វើម៉េចឲ្យបានតែត្រឹមតែ2ថ្នាក់បានហើយមិនបាច់ច្រើនជាង2ទេឲ្យយ៉ាត់លោកគ្រូហើយអានេះបានសរុប7ទាំងអស់ចូលគ្នាមកគឺ2ថ្នាក់សរុបពីកន្លែងនេះអានេះគឺសរុបកម្រិតទី7ទាំង2ថ្នាក់បាទម្នាក់ហ្នឹងគឺអ្នកគ្រូម្នាក់អ្នកទូកត្រូវតបទៀតដូចគ្នាដែរទី8នេះបាទទី8ម្នាក់ទី8កបាទតបទៀតបាទ8ខដូចគ្នាដែរគឺយើងធ្វើដូចមិនដែរ8ខម្នាក់ទៀតហើយបានសរុបឲ្យគ្រូម្នាក់អ្នកទទួលខុសត្រូវទៀតបាទឲ្យសរុបឲ្យគ្រូម្នាក់ទទួលខុសត្រូវដូចមិនដែរគឺគ្រូនៅប្រូខ្ញុំម្នាក់ទៀតជាលេខាហ្នឹងឲ្យគាត់ទទួលខុសត្រូវជួយទទួលខុសត្រូវកិច្ចការហ្នឹងអ្នកគ្រូឲ្យចំណាគាត់ជាលេខាសាលាហ្នឹងឲ្យគាត់ទទួលខុសត្រូវមើលទៅលើកិច្ចការគ្រូទី8ហ្នឹងបាទអញ្ចឹងដូចគ្នាដែរធ្វើដូចទី7មិនអត់ខុសទេចូលដល់ទី9ក៏ដូចគ្នាដែរ9កមានគ្រូបន្ទុកថ្នាក់អ្នកទទួលត្រូវម្នាក់បាទហើយបញ្ចូលបន្ទុក ABC តាមលំដាប់ទាំង10មុខវិជ្ជាហ្នឹងមកគ្រប់ចំនួនសិស្សទាំងអស់បន្ទាប់មកទៀតបានចូលដល់ទី9ខមានគ្រូបន្ទុកថ្នាក់ម្នាក់ទទួលខុសត្រូវបំពេញកិច្ចការនឹងឲ្យយើងហើយបានចូលមកមានគ្រូម្នាក់ទទួលខុសត្រូវទាំង2កម្រិតទាំង2ថ្នាក់ហៅថាមកកម្រិតហ្នឹងទៀតមួយទៀតលោកគ្រូវ៉ាត់វ៉ាន់ឌីដែលគាត់ជាគ្រូបង្គោល ICT នៅសាលាអញ្ចឹងគាត់ទៅជួយទទួលខុសត្រូវទៅលើកិច្ចការគ្រូថ្នាក់ទី9ហ្នឹងសរុបតំណែងអីទាំងអស់ដើម្បីយកមកខាងប្រូយើងជាអ្នករៀបចំរាយការណ៍ឬក៏ប្រជុំហ្នឹងហើយបានបន្តទៀតបាននេះកម្រិតសាលាបាទមិនចង់កម្រិតថ្នាក់ហើយអានេះកម្រិតសាលាសម្រាប់កម្រិតសាលាហ្នឹងគឺទាំង3ទាំងថ្នាក់ទី7 8 9អញ្ចឹងក្នុងនោះគឺខ្ញុំអ្នកទទួលខុសត្រូវជាគ្រូនាយករងបច្ចេកទេសទទួលខុសត្រូវទៅលើកិច្ចការតែម្ដងគឺក្តោបទាំង3ថ្នាក់ទាំង3កម្រិតហ្នឹងចូលគ្នានេះ7 8យកអាសរុប7មិញហ្នឹងមកដាក់ម្ដុំកុំពីឡើងវិញអាសរុប8យកដាក់ឡើងកុំពីយកមកវិញហើយមកបានទី9កុំពីខាងគឺអស់បានសរុបទាំង3កម្រិតថ្នាក់ហ្នឹងចូលនេះបានបែបនេះបាទបានបែបនេះបាទអញ្ចឹងកិច្ចការទីហ្នឹងកន្លែងហ្នឹងមានប៉ុណ្ណឹងសិនបន្តមកទៀតចប់អាកិច្ចការតាមបន្ទុកថ្នាក់មិញហើយចូលដល់តារាងលទ្ធផលសិស្សរៀនយឺតបាទតារាងលទ្ធផលសិស្សរៀនយឺតអញ្ចឹងសិស្សរៀនយឺតហ្នឹងយើងយកយឺតយ៉ាងម៉េចបានហើយយឺតគឺយើងយកសិស្សដែលមាននិទេសនិង F បាទអញ្ចឹងមានន័យថាក្នុងថ្នាក់ទី7A មិញនេះមានសិស្ស35នាក់តទៅពេលតារាងរៀនយឺតគាត់មានដល់35ឯងមានតែ21ទេមានន័យថាយកអានិទេសរួមទាំង10មុខហ្នឹងឬក៏រួមក្នុងចំណោមទាំង10មុខឬក៏
បើគ្រូធ្វើលើពី10មុខក៏លើទៅប៉ុន្តែលោកគ្រូមើលអារម្មណ៍ខាងចុងឲ្យតែគាត់មាននីតិនិងអេបលោកគ្រូសរុបឈ្មោះយកមកយកឈ្មោះគាត់មកវាយចូលឲ្យតែនិងអេបអេសរុបប៉ុន្តែអានេះយើងដាក់មកវិញទាំងអស់ដើម្បីឲ្យដឹងថាតើខែសិស្សឈ្មោះខាកកណាខាខកណានេះគាត់នីតិខែដើមឆ្នាំគាត់បាននីតិបាទចូលដល់ខែធ្នូតែគាត់បាននីតិយ៉ាងម៉េចសរុបទៀតភាពគ្នាបែបហ្នឹងឲ្យដឹងគាត់បែបហ្នឹងតើពីខ្មែរគាត់បានទេស្រាប់តែដល់ពេលខែធ្នូទៅជាខ្មែរគាត់ធ្លាក់វិញអាហ្នឹងហើយដែលជាបញ្ហាប្រឈមមករំខានទៅគ្រូមើលដើម្បីត្រៀមជួយគាត់ថាហេតុអីក៏កូនហ្នឹងមានពីនេះបានវាតែវាយដល់មកស្រែលួងវាតែ7A 7B គាត់ដូចទៅបាននិយាយដែរក្រោកឲ្យឃើញមកសិស្សរៀនហ្នឹងសរុបទាំង 7A 7B ក្រោយឃើញនេះ 7B ដើម្បីគាត់8លោកខាងហើយបាទចេញអូនហើយញូតគ្រូសូសុភាពនេះលើខ្យល់ឈរគាត់បានញូតគាត់ចោលនេះគ្រូសូសុភាពនេះទេបិទសូវាអញបើគោហោះខ្ញុំមកខ្ញុំចូលជួយបិទហើយបាទជុំបងអាចបិទខ្ញុំគ្រូហោបងមួយសិនណាគ្រូហោដាក់កន្លែងណាបងខ្ញុំមើលយំដាក់ដែរនេះដាក់កន្លែងណាបងរត់គ្រូហោហ្នឹងនេះហ៎បងឯងចូលទៅឈ្មោះគាត់ទៅបងឯងចុច mute គាត់ទៅបងឯង admin អត់អីទេរើឈ្មោះគាត់សិនសូសុភាពហ៎បាទសូឡាតាំង SO ហើយគាត់អត់ដឹងខ្លួនគាត់បើ mute ទៅសុភាពនេះបច្ច័យមាននេះបច្ច័យមាននេះចា3ហ្នឹងទៅអាត្រេ3ហ្នឹងហើយបាទខលវាចិត្តគាត់បាទអេពីគាត់គេញូតគាត់ជួយចំឲ្យញ៉ាំដួលសិនមកnó sẽ bị mute ok rồi đầu tiên đấy nó nước sọt ham một ấy đi quay như thằng hao lên hai luôn vậy bắt này bắt lên này okបងបាទអញ្ចឹងតទៀតអញ្ចឹងថ្នាក់ទី8កក៏ដូចគ្នាដែរគ្រូជ្រើមើលមកដូចខ្ញុំ8កខ្ញុំ40អាសានតំណែងជាងតែសិស្សជាក់ស្ដែងគាត់រៀនយឺតតែ10នាក់ទេនេះអញ្ចឹងអត់កំណត់ថាប្រមាណទេខ្លះក៏មានជ្រើខ្លះក៏មានតិចទៅតាមជាក់ស្ដែងបាទហើយលោកគ្រូដាក់ចូលដូចគ្នាមកហើយសរុបបាទនេះឃើញទេសរុបមកមានតែ10លើ5នាក់ទេក្នុងនឹងថ្នាក់ទី8កគាត់ពួកយើងបានចែកពីដើមឆ្នាំយកថ្នាក់សិស្សល្អសិស្សអន់នោះអញ្ចឹង8ខនោះសឹងថាទាំងអស់ឡើងវិញគ្នា30នាក់20នាក់ជាង30នាក់មកទៅ21នាក់បាទអញ្ចឹងមកទាំងអស់សិស្សរៀនខ្សោយហ្នឹងអញ្ចឹងគ្រូស្រង់យកបែបហ្នឹងមកដាក់ចូលតារាងទី9កឃើញមានតែ4នាក់ទេសិស្ស30នាក់គឺមកតែសិស្ស4នាក់ទេមានន័យថាគាត់ខ្សោយតែ4នាក់ទេបាទដល់ពេល9ខនេះសិស្ស20 30នាក់គឺមកទាំងអស់គាត់ខ្សោយទាំងអស់គ្នាដោយសារយើងចែកសិស្សរៀនយឺតរៀនលឿនពីតាមនីតិ ABC ពីខាងដើមឆ្នាំមកអញ្ចឹងគាត់ជាសិស្សខ្សោយបាទអញ្ចឹងយើងស្រង់សិស្សរៀនយឺតឃើញហើយបានសរុបនេះចាប់ផ្ដើមតារាងសរុបតើសិស្សថ្នាក់ទី7កនេះសិស្សរៀនយឺតមានប៉ុន្មាននាក់មាន21លើ10អញ្ចឹងលោកគ្រូសរុបអាមិញរាប់អាមិញមកកន្លែងរាប់ហ្នឹងកន្លែងលោកគ្រូរាប់ចំនួនមិញហ្នឹងឃើញចំនួនមានប្រមាណលោកគ្រូដាក់នេះស្រង់អានេះយកមកដាក់ចូលកន្លែងហ្នឹងណាស្រង់អាហ្នឹងយកមកដាក់ចូលអញ្ចឹងពេលដែលស្រង់ដាក់ចូលបានហើយចាប់ផ្ដើម7ខដល់9ខមកគេមានក្របខ័ណ្ឌនេះពេលវេលាទីកន្លែងមុខវិជ្ជាអញ្ចឹងក៏ជួយគាត់ជួយនៅពេលណាក្នុងម៉ោងសិក្សាបើគ្រូជួយក្នុងម៉ោងសិក្សាលោកគ្រូគ្រីសលេខកម៉ោងបន្ថែមបើគ្រូមានម៉ោងបន្ថែមជួយគាត់គ្រីសម៉ោងបន្ថែម
រៀនពេញមួយថ្ងៃបើគ្រូមានតែរៀនពេញមួយថ្ងៃហ្នឹងគ្រូគ្រីហើយកន្លែងរៀនពេញថ្ងៃនេះមិនមែនថាតើសាលាហ្នឹងបានបរៀនពេញមួយថ្ងៃបានហៅរៀនពេញមួយថ្ងៃសូម្បីតែលោកគ្រូជួយគាត់ឲ្យគាត់រៀនមានម៉ោងបន្ថែមស្វ័យសិក្សានៅផ្ទះរៀបការពារឲ្យគាត់ក៏យើងហៅថារៀនពេញមួយថ្ងៃដែរធ្វើម៉េចកុំឲ្យគាត់ទំនេរបាទជួយគាត់ឲ្យគាត់ធ្វើទៅក៏ហៅថារៀនពេញមួយថ្ងៃដែរអញ្ចឹងបើលោកគ្រូបានធ្វើចំណុចណាលោកគ្រូគ្រីបាទបើបានធ្វើមួយណាគ្រីមួយហ្នឹងក្នុងចំណោមថ្នាក់មួយហ្នឹងទីកន្លែងលេខ4នៅតាមថ្នាក់អញ្ចឹងបើខ្ញុំជួយនៅថ្នាក់ខ្ញុំគ្រីលេខ4លេខ5នៅថ្នាក់ផងនៅសាលាផងអញ្ចឹងយើងនៅតែយកថ្នាក់ហើយអញ្ចឹងសាលាមិនយកទេបាទដល់ពេលទី6នៅតាមថ្នាក់ក្នុងសាលារៀននិងនៅតាមផ្ទះអញ្ចឹងអាចជួយនៅតាមថ្នាក់ក៏បានតាមផ្ទះក៏បានអញ្ចឹងខ្ញុំគ្រីទី6មួយទៀតបាទអញ្ចឹងគ្រីហ្នឹងមានន័យថាសកម្មភាពដែលយើងបានធ្វើមុខវិជ្ជាមានមុខវិជ្ជាខ្លះដែលលោកគ្រូជួយហ្នឹងបាទលេខ7អាននិងសរសេរភាសាខ្មែរ8អាននិងសរសេរគណិត9អានគ្រប់មុខវិជ្ជាអញ្ចឹងយើងអានទាំងជួយខ្មែរនិងគណិតបាទជួយខ្មែរនិងគណិតឬគាត់ថាគាត់កាលណាគាត់ខ្សោយខ្មែរខ្សោយគណិតធ្វើឲ្យមុខវិជ្ជាទាំងអស់ខ្សោយហើយអញ្ចឹងខ្ញុំជួយតែទៅលើខ្មែរគណិតនឹងឯងបាទអញ្ចឹងលេខ10លេខ11នេះមុខវិជ្ជាអញ្ចឹងបើយើងមានមុខវិជ្ជាណាត្រូវជួយលោកគ្រូអាចសរសេរកន្លែងនេះថែមមកខ្លួនឯងមកហើយលោកគ្រូគ្រីសទៅបើសិនជាមិនមានទេជួយទៅលើមុខវិជ្ជា2ហ្នឹងទេលោកគ្រូមិនសរសេរក៏បានដែរដាក់ដូចគេឡើងវិញមកបាទវិធីសាស្ត្របង្រៀនបាទវិធីសាស្ត្របង្រៀននេះលេខ11 12នេះសិស្សរៀនអានសិស្សសរសេរសិស្សប្រកួតបាទអញ្ចឹងយើងគ្រីសមើលតាមហ្នឹងឲ្យគ្រូគ្រីសបាទអត់អីទេអាហ្នឹងយើងគាត់គ្រីសទេសំខាន់ណាស់លើទេអាហ្នឹងអត់ប្រវាក់ទេបាទចូលបន្តមកទៀតនៅមានច្រើនជាងនឹងទៀតណាបាទនេះអញ្ចឹងយើងរកសិស្សរៀនយឺតនឹងឃើញហើយអញ្ចឹងស្រង់ឈ្មោះគាត់ឡើងវិញស្រង់ឈ្មោះសិស្សរៀនយឺតតាមថ្នាក់មួយហ្នឹង7កមានប៉ុន្មានអ្នកស្រង់ឲ្យចាប់ផ្ដើមធ្វើតារាងបែងចែកតើខែវិច្ឆិកាលេខ1លេខ2លេខ3លេខ1លេខ2លេខ3អញ្ចឹងលេខ1លេខ2 3ស្អីគេយើងមើលមកកំណត់សម្គាល់ខាងក្រោមនេះ1ជួបគ្រូនៅសាលារៀនអញ្ចឹងបើសិនជាលោកកូននឹងជួបមួយគ្រូនៅសាលារៀនបានជួយគាត់នៅសាលារៀនយើងគ្រីក្នុងកន្លោននឹងមកជួបគ្នានៅផ្ទះសិស្សអញ្ចឹងតើលោកគ្រូបានទៅជួបកូននៅទៅផ្ទះសិស្សឬក៏ជួបនៅសាលាបានភាគច្រើនខ្ញុំគិតថាជួបនៅសាលាហើយអញ្ចឹងហើយបានជាខ្ញុំគ្រីយកតែលេខ1ទេអត់ត្រូវបានទៅជួបគាត់នៅសាលាខ្ញុំអត់នៅផ្ទះអត់គ្រីទេអញ្ចឹងខ្ញុំហៅម៉ែឬក៏គ្រូនឹងសិស្សជួបគ្នានៅតែសាលាទេអញ្ចឹងគ្រីតែលេខ1ទេបាទបើលោកគ្រូមានជំរើសផ្សេងពីហ្នឹងលោកគ្រូគ្រីទៅ7ខក៏ដូចគ្នាដែរបាទបំពេញឈ្មោះបំពេញអីយ៉ាងមកហើយដាក់ឈ្មោះចោកគឺចាប់ដើមគ្រីទៀតដូចគ្នា7ខ8ក8ខ9រហូតដូចគ្នាទេខ្ញុំពហុតែម្ដងចូលដល់នេះហើយយើងចប់អាទី9កនឹងហើយបាទ9ខហើយចូលដល់សរុបនេះបាទអំពីរបាយការណ៍របស់សាលាទៅកាល័យនិងអ្នកពាក់ព័ន្ធអានេះចូលដល់ផ្នែកទី3គឺរបាយការណ៍ស្រង់ចេញពីណាហៅចេញពីអាងារនេះយកមកធ្វើជារបាយការណ៍នេះបាទជួយសុំសម្បត្តិទេបងបាទជួយបងជួយ record ឲ្យគាត់តិចគាត់ចង់បានពេលគាត់មើលវីដេអូឲ្យ record តិចគូផ្សាយបើខ្ញុំវាអត់មាន record ទេអូននេះនេះអានេះគ្រូអានេះចិត្ត3ចិត្តកន្លែងលើកដៃនេះហ្នឹងបាទមានកន្លែងណា record អត់មានវីដេអូនេះតាមគ្រូវិទ្យារបស់វាមិនបាច់ចាស់អាថ្មីមានមកតែចាស់អត់ទេចាំមានកម្មវិធី record screen ផ្សេងនៅលើកុំព្យូទ័រហ្នឹងមានទេចឹងវាបាត់ទេអូនមើលនេះ record អានវាគ្នាក៏ដែរវាបាត់អត់ឃើញវាឡើងបានហ្នឹងហើយឃើញគ្រូវា comment ឲ្យជួយ record អត់អីចាំមើលបាទអត់មានហ្នឹងណាកុំចាស់បាទថ្មីហ្នឹងវាមានកម្មវិធី record នៅលើ screen យើងអាច record បានណាអរគុណមកសុំតចាអរគុណចឹងបាទអញ្ចឹងលោកគ្រូគ្រូមាត់លឺជាងបាទអញ្ចឹងចូលដល់របាយការណ៍ទៅមន្ទីរណាទៅកាល័យទៅមន្ទីរនេះយើងធ្វើជារបាយការណ៍បាទជារបាយការណ៍គំរូទី3នេះលោកគ្រូចាប់ផ្ដើមអត់អីទេអាហ្នឹងយើងក៏សរុបឡើងវិញនេះកម្រិតសាលារៀនបាទអញ្ចឹងលោកគ្រូសរុបមកមានទាំង10មុខវិជ្ជាដាក់ឈ្មោះដាក់អីនយោអីយ៉ាងមកហើយចាប់ផ្ដើមភាសាខ្មែរ A B C ហ្នឹងតើបានប្រមាណអាហ្នឹងយើងយកពីលើមកដែរទេយើងក៏សរុបឥឡូវយើងមានភាសាហើយប៉ុន្តែយើងខ្សែដេក
លេខ1លេខ2លេខ3 10ដេកមកជួរឯនោះអាសរុបទាំង3ថ្នាក់បញ្ចូលគ្នាលោកគ្រូសរុបទាំង3ថ្នាក់ចូលគ្នាមានអាហ្នឹងភាសាប៉ុន្តែនេះយើងធ្វើទៅបន្តិចទៅការឡាយទៅបន្តិចយកអាហ្នឹងមកវិញប៉ុន្តែយើងទៅសេជាតារាងខ្សែឈរនេះដើម្បីដាក់អីដាក់ខែដើមឆ្នាំមកកដប់ខែ12ខែ1ខែ2សរុបជារៀងរាល់ខែទៅបញ្ជូនទៅឲ្យខាងការឡាយដើម្បីគាត់ធៀបមើលរត់នេះឃើញទេកាលពីនៅខ្មែរនេះ0មកដល់នេះ0ដែរមកនេះ B កាលពីដើមឆ្នាំបាន4ខែ12ក៏បានដល់8ភាសាខ្មែរហ្នឹងអានេះ24ពីឡើង31បាទ រត់លើកដៃបង ជួយមើលគ្នាណា រត់ចូលរួមមិនរត់ចូលរួមបងរត់ចង់ចូលរួមអី ហ្នឹងអានេះគឺយើងបញ្ជូនទៅឲ្យខាងការឡាយអត់អីទេអាហ្នឹងគាត់តែប៉ុណ្្នឹងទេ វា មើលមកវិញទៀតបាទតទៅទៀតរត់គាត់លើកដៃគាត់ចង់ចូលរួមអី បង្រត់ទេបង្រត់អញ្ជើញបង ហ្នឹងហើយកន្លែងហ្នឹងមកភាជំរាបគាត់ទៅយើងអាចយកទិន្នន័យទី3.1.3 3.1ហ្នឹងហើយទិន្នន័យហ្នឹងយកពី print ពីអានោះយកមកពេញក៏បានដែរវាងាយទេកន្លែងហ្នឹងនៅក្នុងប្រព័ន្ធយើងវាមានទិន្នន័យស្រាប់ហើយចំនួន ABC ប្រចាំសាលាតាមខែមួយហ្នឹងយើងអាចយកច្រោះទិន្នន័យពីនោះមក print មករួចហើយបំពេញនៅក្នុងហ្នឹងទៅងាយទេគ្រូនៅក្នុងប្រព័ន្ធយើងមានសំខាន់ឲ្យគ្រូអាចបញ្ចូលបន្ទុកទៅក្នុងប្រព័ន្ធបញ្ចូលគ្រប់គ្រងតេស្តឆ្នាំ2024 25ហ្នឹងបានដល់ពេលនោះយើងមានទិន្នន័យហើយសូមអរគុណបាទប៉ុណ្្នឹងបងកុំបារម្ភថាលេខហ្នឹងមើលទៅវាច្រើនណាតាមពិតវាទិន្នន័យឲ្យលោកគ្រូធ្វើបានទី1ព្រោះមានសិស្សព្រោះមានគ្រូហ្នឹងទៅអាទិន្នន័យកិច្ចការទី1មិញហ្នឹងគឺយើងមានស្ទើរទាំងអស់ហ្នឹងគ្រូយើងអាចយកចូលបានហើយសំខាន់លោកគ្រូអាចបញ្ចូលបន្ទុកទៅក្នុងប្រព័ន្ធបាទអរគុណបងអរគុណច្រើនបងបានជួយរំលែកខ្ញុំថាចាំចប់ហ្នឹងបានចាប់ដើមងាកទៅសួរគាត់ឲ្យគាត់ឆ្ងល់បន្ទុកមកពីណាណាបើបានបងពំលឹកហើយក៏ល្អដែរបាទអរគុណហ្នឹងហើយដូចបងរត់មានភាសាអញ្ចឹងកន្លែងហ្នឹងគឺលោកគ្រូជប់អាប់ភ័យលោកគ្រូគាត់មើលថា process វាទៅជាងដើរវាយ៉ាងម៉េចអញ្ចឹងពេលដែលលោកគ្រូសរុបបានកម្រិតថ្នាក់ទាំង3ថ្នាក់ 7A 8A 7កម្រិត7 8 9បញ្ចូលគ្នាហើយបានតារាងខ្សែដេកមួយអានៅលើមិញអញ្ចឹងនោះណាអានេះយើងយកមកផ្ដេកវាវិញឯងយកមកសេជាមុខជាបញ្ឈរវាដើម្បីដាក់តាមខែមួយហើយបញ្ជូនទៅការឡាយអាហ្នឹងគឺយើងរៀបចំជាអ្នកលក្ខណៈខ្សែដេកបញ្ជូនទេបានរបាយការណ៍បញ្ជូនអញ្ចឹងពេលដែលលោកគ្រូបានអាហ្នឹងបញ្ជូនហើយចូលដល់ចុងក្រោយនេះចុងក្រោយអត់មានអីទេគឺងាយកាន់គាត់នេះជារបាយការណ៍ទេរបាយការណ៍ប្រចាំខែនេះរបាយការណ៍សម្រាប់ទៅការឡាយអ្នកពាក់ព័ន្ធដែរមានន័យថាលោកគ្រូស្រង់ដោយអាមិញដែរទេស្រង់អាខ្សែដេកហ្នឹងគាត់ថាសរុបយក ABC នេះព្រោះយើងរកនីតិចង់បាន ABC និង DEF អញ្ចឹងលោកគ្រូសរុបមក A បាទមួយភាសាខ្មែរតើភាសាខ្មែរយើងណាបានA ប្រមាណអ្នកហើយស្រីប្រមាណលោកគ្រូសរសេរចូលមក B តើ B ហ្នឹងមានប្រមាណអ្នកស្រីប្រមាណក្នុងមុខភាសាខ្មែរហ្នឹង C ប្រមាណអ្នកស្រីប្រមាណអ្នកសរុបវាចូលគ្នាបែបនេះអញ្ចឹងគាត់តែប៉ុណ្្នឹងចប់កិច្ចការទី1បាទកិច្ចការទី1អញ្ចឹងខ្ញុំងាកទៅវិញដែលបង្រត់មានភាសាហ្នឹងគឺជាការល្អច្បាស់ជាលោកគ្រូឆ្ងល់ថាអូលេខមកពីណា ABC ច្រើនមិនខ្ញុំត្រូវណាអញ្ចឹងដូចបត់ដើមខ្ញុំបាននិយាយពីខាងដើមមួយលោកគ្រូមិញហ្នឹងថាដើម្បីបាន ABC នេះលុះត្រាណាលោកគ្រូមានបន្ទុកនៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់គម្រោងបាទបើលោកគ្រូមិនមានទេគឺលោកគ្រូមិនអាចយកទិន្នន័យមកប្រើបានទេពីព្រោះខ្ញុំគិតថាសាលាលោកគ្រូមាន Excel មែនប៉ុន្តែมันបានចង ABC តាមមុខវិជ្ជាទេបាទតាមមុខវិជ្ជាទេអញ្ចឹងឆ្លៀតកន្លែងនេះខ្ញុំសូមបង្ហាញទៅសាលាដែលមានទិន្នន័យស្រាប់ហើយគាត់បានបញ្ចូលហើយគាត់អាចថាអញ្ចឹងខ្ញុំទៅយកកន្លែងណាដើម្បីមកបំពេញក្នុងទិន្នន័យហ្នឹងគឺគាត់អត់ថ្មីអត់ទាន់ដឹងថាយើងច្រោះយកពីត្រង់ណាមកបំពេញបាទអញ្ចឹងខ្ញុំសូមទៅមើលសាលាខ្ញុំមួយសិនចាំទៅប្រព័ន្ធមួយទៀតយើងឲ្យមួយឲ្យច្បាស់សិនទៅព្រោះអាហ្នឹងវាសំខាន់ហើយប្រវត្តិជាងគេគឺមួយហ្នឹងឲ្យវាច្រើនជាងគេអស់ពីហ្នឹងវាជាមិនច្រើនប្រមាណទេបាទជើងទឹកគាត់ដើរឲ្យបាទសូមចាំតិចលោកដោយសារវាអ៊ីនធឺណិតផងហើយកុំព្យូទ័រយើងចំណាស់អញ្ចឹងវាដើរយឺតបាទ
ជួយបាទនេះសាលាខ្ញុំតែម្ដងជើងទឹកអញ្ចឹងខ្ញុំសូមមើលប្រព័ន្ធនៅសាលាខ្ញុំបាទអញ្ចឹងជាពេលដែលយើងបើកទៅគឺយើងបានប្រព័ន្ធទិន្នន័យរបស់សាលាបាទនេះអញ្ចឹងលោកគ្រូឃើញហើយគឺប្រព័ន្ធ3បញ្ចូលបន្ទុកគឺយើងមានទម្រង់បែបហ្នឹងពេលដែលគ្រូបើកទៅឃើញចេញមកមានទំព័រដើម PVC1 លទ្ធផលគ្រូបង្រៀនមុខវិជ្ជាឆ្នាំ Chip Report បាទអញ្ចឹងដែលបងរដ្ឋថាយកទិន្នន័យមិញហ្នឹងអញ្ចឹងដើម្បីពេលដែលលោកគ្រូមានទិន្នន័យបញ្ចូលបានគ្រប់ហើយដើម្បីចូលទៅស្រង់យក ABC តាមមុខវិជ្ជាមិញលោកគ្រូចូលកន្លែងនេះ student result list នេះបាទលោកគ្រូចូលស៊ីតនឹងមកនឹងឃើញហើយបាទនេះឃើញទេនេះបន្ទុក ABC អញ្ចឹងនេះទេរបស់វាអញ្ចឹងលោកគ្រូកន្លែងនេះលោកគ្រូចាប់ផ្ដើមកន្លែងនេះសម្រាប់ច្រោះយកទៅតាមខែមួយដែលលោកគ្រូចង់បានមិញយើងមានខែវិច្ឆិកាឬក៏ដើមឆ្នាំហើយធៀបនឹងខែធ្នូឧទាហរណ៍ខ្ញុំបានដើមឆ្នាំហើយខ្ញុំចង់ទៅមើលធៀបរកខែធ្នូអញ្ចឹងខ្ញុំអូសយកមកអូសវារកខែធ្នូនេះខែធ្នូអញ្ចឹងខ្ញុំចុចទៅលើខែធ្នូទៅដើម្បីឲ្យវារ៉ាន់ទាញទៅរកខែធ្នូឲ្យយើងបាទអញ្ចឹងវានឹងទាញទៅរកខែធ្នូហើយនេះបាទអញ្ចឹងវាកំពុងតែដើរបាទបងអានឹងយក chip report ហ្នឹងបង chip report PVC1 chip report PVC1 យើងបានតែចំនួនទេបងយើងចង់រកអា ABC ទាំង10មុខវិជ្ជាមិញហ៎បងតើចូលអាហ្នឹងបងចូលមក chip report នេះយើងអត់បានតែចំនួនវាទេបងអត់បាន ABC តាមកម្រិតសិស្សម្នាក់ទេបាទពួកយើងរកកម្រិតសិស្សម្នាក់ដើម្បីទៅបំពេញនៅក្នុងតារាងសិស្សម្នាក់មិញហ៎បងនេះណានេះអញ្ចឹងតើចូលអាហ្នឹងបានរកឃើញបងណាអូខេមកដល់ពេលចំនួនយើងរកនេះវិញច្រឡំអញ្ចឹងវាប្រតិគ្នាអញ្ចឹងបងណាហ្នឹងហើយអញ្ចឹងនេះខែធ្នូអញ្ចឹងវាកំពុងតែដើរវាអាចដើរយឺតទីប៉ុន្តែលោកគ្រូដល់ពេលលោកគ្រូច្រោះទៅឃើញបែបហ្នឹងហើយកន្លែងនេះលោកគ្រូដូរកម្រិតថ្នាក់ពេលដែលលោកគ្រូបញ្ចូលបានអាចដូរកម្រិតថ្នាក់បានថ្នាក់ 7A 7B លោកគ្រូដូរតាមហ្នឹងមកចង់ចូលទៅ 8A គ្រូចុច 8A មកហើយវាសិស្សប្រព័ន្ធនឹងទាញទៅរក 8A ហើយលោកគ្រូ copy ទាំងអស់ដាក់ចូលអាហ្នឹងសម្រាប់កម្រិតសិស្សម្នាក់ដំបូងដល់ពេលយើងរកនីតិសិស្សខ្សោយរៀនយឺតលោកគ្រូមើលសម្លឹងកន្លែងនេះកន្លែងនេះរួមនេះលោកគ្រូអាចច្រោះវាទៅលោកគ្រូអាចច្រោះវាបានណាកន្លែងហ្នឹងលោកគ្រូច្រោះវាដើម្បីរកនីតិរួម A B EF ឲ្យតែនីតិ EF លោកគ្រូរាប់យកមកចំនួនប៉ុន្មានអ្នកមាននរណាខ្លះបាទហើយដោយសារប្រព័ន្ធហ្នឹងវារៀងមុខក្រោយបន្តិចវាប្រព័ន្ធយើងវិញមានតែអាដបមុខវិញមានខ្មែរគណិតរូបគីមីជីវៈប្រវត្តិបាទអញ្ចឹងកន្លែងនេះលោកគ្រូចោលអត់តិចលោកគ្រូselect ច្រឡំ select copy ទាំងអស់ខុសណាលោកគ្រូណាគឺយើងត្រឹមហ្នឹងមកប្រវត្តិហើយបានចូលមកភូមិផែនដីសិនផែនដីភូមិគេហាក់ហើយនោះភាសាអង់គ្លេសនេះវិញនេះវិញអញ្ចឹងរៀងមុខក្រោយបន្តិចណាលោកគ្រូកន្លែងហ្នឹងប្រាប់គ្រូហើយលោកគ្រូអត់ដឹងលោកគ្រូ select copy ទាំងអស់មកខុសទៀតពីព្រោះវារៀងប្រព័ន្ធយើងមករៀងពិបាកបន្តិចកន្លែងហ្នឹងភាសាវាអត់តាមលំដាប់ដល់ពេលអាក្រោយដែលបងរដ្ឋថាចូលកន្លែងនេះគឺយើងទៅមើលចំនួនវិញទេអាហ្នឹងនេះចំនួន A ប្រមាណអ្នក B ប្រមាណអ្នកសម្រាប់ស្រង់ទៅការឡៃយើងមើលអានេះបាទដូចគ្នាដែរយើងច្រោះខែច្រោះថ្នាក់នៅកន្លែងនេះកម្រិតថ្នាក់កម្រិតសាលារៀននៅកន្លែងនេះអញ្ចឹងលោកគ្រូអាចច្រោះបានបាទអញ្ចឹងប្រព័ន្ធឬក៏កិច្ចការទី1មានប៉ុណ្ណឹងកុំឲ្យខាតពេលយូរខ្ញុំសូមចូលទៅកិច្ចការទី2បាទនេះលោកគ្រូខ្ញុំថាកិច្ចការទី1គាត់ថាប៉ុណ្ណឹងចុះឬក៏លោកគ្រូមានចម្ងល់អីឲ្យហើយទៅកិច្ចការទី1ទៅកុំឲ្យថានៅពាក់ព័ន្ធអត់ច្បាស់ទាំងណាអធិស្ឋានលោកគ្រូឲ្យចូលបន្ទុកយើងដែលត្រូវបញ្ចូលហ្នឹងយើងយកទៅបញ្ចូលនៅក្នុងប្រព័ន្ធគម្រោងនឹងដែរឬក៏មិនទេលោកគ្រូបាទ
បន្ទុកដែលលោកគ្រូមានប្រចាំខែពេលដែលលោកគ្រូខ្ញុំប្រាប់លោកគ្រូមិនថាពេលដែលលោកគ្រូបញ្ចូលនៅក្នុងប្រព័ន្ធបញ្ចូលព័ត៌មានសិស្សគ្រូបានមកកន្លែងយើងមានឈ្មោះណាលោកគ្រូប្រព័ន្ធហ្នឹងវាឈ្មោះហ្នឹងរត់មកនៅក្នុងប្រព័ន្ធហ្នឹងនេះតាមខែលោកគ្រូតែដើមឆ្នាំអញ្ចឹងលោកគ្រូចុចតែដើមឆ្នាំមកដើម្បីបញ្ចូលបន្ទុកបាទនេះឈ្មោះសិស្សនេះបញ្ចូលហ្នឹងតែរត់ឈ្មោះនៅណាអញ្ចឹងលោកគ្រូចាប់ដើមបញ្ចូលបន្ទុកកន្លែងហ្នឹងភាសាខ្មែរសេតាមអានតែងក្តីកណិតរូបលោកគ្រូបញ្ចូលមកបញ្ចូលតាមជាក់ស្ដែងលោកគ្រូមកហើយក្នុងការបញ្ចូលទៀតត្រូវបញ្ចូលគ្រប់មុខវិជ្ជាណាដែលយើងមិនបានរៀនបរៀនឧទាហរណ៍បាទដូចជាព័ត៌មានវិជ្ជាសាលាខ្ញុំអត់មានទេអញ្ចឹងលោកគ្រូទៅបញ្ចូលលេខ0បាទបញ្ចូលលេខ0ដូចជាខែដំបូងហ្នឹងដើមឆ្នាំខ្ញុំអត់បានតេស្តទេអប់រំកាយកីឡាយើងអត់មានបានតេស្តទេដើមឆ្នាំហ្នឹងអញ្ចឹងលោកគ្រូចូលលេខ0ដែរបាទចូលលេខ0ដែរអញ្ចឹងបញ្ចូលទៅអ្វីដែលមានណាលោកគ្រូបាទហើយខ្មែរកន្លែងហ្នឹងគឺបញ្ចូលបែកទី2គឺមានសរសេរតាមអានមួយដុំនិងតែសេចក្តីមួយដុំពីព្រោះយើងអនុវត្តទៅតាមស្តង់ដារអ្នកជាតិគឺប្រឡងយើងមានអំណាចសរសេរតាមអានផងមានតែក្តីផងបាទហើយកន្លែងភាសាខ្មែរយើងបែកបញ្ចូលទេវានឹងសរុបនេះរូបមន្តវានេះវាសរុបបូកពីសេតាមអានជាមួយតែក្តីចូលមកកន្លែងភាសាខ្មែរបាទហើយសម្រាប់ភាសាអង់គ្លេសសម្រាប់ទី9ถึงទី12សូមឲ្យលោកគ្រូបញ្ចូលបន្ទុកពេញអត់បញ្ចូលដកឲ្យហើយទេគឺបញ្ចូលពេញដូចយើងប្រឡងឌីប្លូមអញ្ចឹងប្រព័ន្ធក្រសួងតែតម្លាក់ឲ្យប្រឡងបញ្ចូលឌីប្លូមគឺបន្ទុកបានប្រហែលលោកគ្រូបញ្ចូលប៉ុណ្ណឹងសម្រាប់ទី9និងទី12ដូចទី7ទី8ដែរនឹងប្រព័ន្ធនឹងទូទាត់ដកឲ្យខ្លួនវាទៅស្វ័យប្រវត្តិបាទអញ្ចឹងមានអីទៀតដែរលោកគ្រូបាទលោកគ្រូ មួយទៀតបងចំពោះសិស្សអវត្តមានលោកគ្រូអ្នកគ្រូត្រូវបញ្ចូលលេខ0ផងលោកគ្រូដើម្បីវាលោតមានទិន្នន័យកាលណាវាអត់មានលេខ0វានឹងដាក់ថាខ្វះទិន្នន័យគ្រូតែហ្នឹងបាទអរគុណច្រើនបងណាហ្នឹងវាបន្តផ្សំដូចបងប្រាប់មានភាសាអញ្ចឹងសម្រាប់ពេលលោកគ្រូបញ្ចូលធ្វើម៉េចមើលក្បាលលើនេះឲ្យលោតថាមានទិន្នន័យតែលោកខ្វះតែមួយលេខក៏អត់មានឧទាហរណ៍ថាខ្ញុំលុបលេខ0លេខ1ចោលបាទខ្ញុំលុបវាចោលបាទជាកន្លែងនេះវាលោតថាគ្មានទិន្នន័យហើយវានឹងលោតតែស្វ័យប្រវត្តិថាគ្មានទិន្នន័យអញ្ចឹងយើងអាចមើលឃើញស្គាល់ដឹងថាយើងបញ្ចូលផ្លេចឬខ្វះកន្លែងណាមួយដោយសារយើងមើលក្បាលខាងលើហ្នឹងតែក្បាលខាងលើដែលតែគ្មានទិន្នន័យយើងអាចដឹងថាអូប្រព័ន្ធហ្នឹងគ្មានទិន្នន័យហើយនៅពេលដែលលោកគ្រូបញ្ចូលទៅជាលេខខ្មែរក៏វាអត់ស្គាល់ហើយច្បាស់ជាចេញ error ខាងនេះអត់ឲ្យទិន្នន័យជាលេខទេអញ្ចឹងពេលដែលលោកគ្រូបញ្ចូលគ្រប់ហ្នឹងលោកគ្រូអាចមានទិន្នន័យនៅក្នុងkeep report នេះហើយនេះstudent list ហ្នឹងនឹងមានទិន្នន័យជា ABC របស់វាណាលោកគ្រូអត់អីទេកន្លែងហ្នឹងអត់ពិបាកទេបាទនេះខ្ញុំចងក្នុងខ្ញុំដើម្បីងាយស្រួលឲ្យបានតាមលំដាប់1 2 3នេះអានេះបាទអញ្ចឹងមានអីទៀតដែរលោកគ្រូអ្នកគ្រូកន្លែងហ្នឹងបាទចូលទៅបាទកន្លែងហ្នឹងបើសិនជាលោកគ្រូលឿនគ្រូកន្លែងហ្នឹងបើសិនជាយើងមានកម្រិតថ្នាក់ដូចទី7យើងមាន3ថ្នាក់អញ្ចឹងយើងបញ្ចូលទាំង3ឬក៏យើងបញ្ចូលតែ2អីដើម្បីយកមកនេះគ្នាប្រៀបធៀបគ្នាគ្រូមិនបាទគឺយើងត្រូវបញ្ចូលទាំង3ថ្នាក់លោកគ្រូណាបញ្ចូលទាំង3ថ្នាក់មិនមែនបញ្ចូលតែ2ទេលោកគ្រូមានប្រហែលថ្នាក់បញ្ចូលទាំងប៉ុណ្ណឹងលោកគ្រូណាមានន័យថាយើងមានប្រហែលថ្នាក់បញ្ចូលទាំង5ថ្នាក់យល់ចឹងគ្រូសិនជាយើងមានទី7យើងមាន3ថ្នាក់យើងបញ្ចូលទាំង3ទៅបាទលោកគ្រូបាទយល់ជំរាបសួរលោកគ្រូខ្ញុំសុំសួរតិចលោកគ្រូបានបាទអញ្ជើញលោកគ្រូលោកគ្រូសម្រាប់កន្លែងកិច្ចការទី1ហ្នឹងប៉ុន្តែសម្រាប់ដែលយើងយកទៅបំពេញកន្លែងសិស្សតាមមុខវិជ្ជាអីហ្នឹងយើងអាចយកតែមកកម្រិតមួយថ្នាក់បានអត់លោកគ្រូបាទខ្ញុំមានបានប្រាប់លោកគ្រូខាងដើមហ្នឹងថាមួយកម្រិតថ្នាក់យ៉ាងហោចណាស់ឲ្យបាន2ថ្នាក់ទៅមកថ្នាក់ទី7ឲ្យបាន2ទៅទី8 2ទៅដើម្បីយើងងាយធៀបគ្នាលោកគ្រូណាយើងយកមកយើងមានសរុបប៉ុន្តែបើថាឧទាហរណ៍សាលាទូចខ្ញុំមួយកម្រិតថ្នាក់មានតែមួយថ្នាក់អាហ្នឹងខ្ញុំត្រូវ2មកប៉ុណ្ណាអាហ្នឹងជាក់ស្ដែងលោកណាអត់អីទេបាទលោកគ្រូអរគុណលោកគ្រូបាទអញ្ចឹងយើងអាចទៅមកចំណុចទៀតបានទេបងបាទលោកគ្រូមានតារាង Excel ហើយលោកគ្រូអាច copy វាចូលក្នុងប្រព័ន្ធបានដែរលោកគ្រូមិនបាច់ថាចុចម្ដងមួយបើសិនជាលោកគ្រូមានតារាងជា Excel ស្រាប់លោកគ្រូមើលតាមមុខវិជ្ជាឲ្យត្រូវគ្នា copy ចូលទៅបានលោកគ្រូគុណបាទត្រូវបងណាប៉ុន្តែគាត់ថាបងសុំបងមើល
សតឈ្មោះឲ្យត្រូវលោកគ្រូណាឈ្មោះមានន័យថាក្រមឈ្មោះនៅក្នុង Excel លោកគ្រូនិងឈ្មោះនៅក្នុងប្រព័ន្ធហ្នឹងឲ្យត្រូវគ្នាហើយសុំលោកគ្រូ copy ហើយមួយទៀតបញ្ជាក់លោកគ្រូដែរខ្លាចលោកគ្រូអត់ដែរអនុវត្តលោកគ្រូច្រឡំពេលដែលមានសិស្សបោះបង់សូមលោកគ្រូកុំលុបនៅក្នុងប្រព័ន្ធទី1គឺគេមានកន្លែងចូលទៅច្រកដាក់ថាសិស្សបោះបង់នៅខាងចុងអាហ្នឹងវាទៅមុខទៀតគាត់ថាប្រាប់លោកគ្រូហើយលោកគ្រូច្រឡំសិស្សហ្នឹងគាត់កាលពីខែ1គាត់រៀនខែ11 12គាត់ចូលរៀនហើយឥឡូវឈប់មេទី2គាត់ឈប់ហើយលុបខ្វោកនៅក្នុងប្រព័ន្ធទី1ហ្នឹងច្បាស់ជាធ្វើឲ្យរៀលនៅក្នុងប្រព័ន្ធបញ្ចូលបន្ទុកដែលរសារឈ្មោះហ្នឹងវារ៉ាន់អូតូទាញចេញមកពីប្រព័ន្ធទី1អញ្ចឹងលោកគ្រូអត់អាចលុបទេហើយពេលដែលមានអ្នកសិស្សថ្មីចូលមកទៀតក៏យើងអត់តម្រូវឲ្យលោកគ្រូទៅអាហ្នឹងចូលទី 7A ខ្ញុំទៅញែកកឡោន 7A ដាក់បញ្ចូលឲ្យគ្រប់ឲ្យទៅវិក្រមទី 7A សិនអត់ទេគឺលោកគ្រូបញ្ចូលនៅខាងក្រោមគេបំផុតខាងក្រោមសិស្សយើងដែលមានពីមុនមកហើយដាក់វាតាមកម្រិតថ្នាក់ទៅបើថាចូល 7A ដាក់ 7A ទៅចូល 7B ដាក់ 7B ចូល 9ដាក់ 9ទៅតែដាក់នៅឯក្រោមអត់មានយកទៅដាក់នៅតាមកម្រិតថ្នាក់យើងស្រាប់ទេណាលោកគ្រូតោះនេះលោកគ្រូកន្លែងហ្នឹងបាទអញ្ចឹងតើលោកគ្រូបញ្ចូលខុសធ្វើឲ្យនៅក្នុងបញ្ចូលបន្ទុកយើងក៏វារត់ទៅតាមហ្នឹងដែរញ៉ៃតាមនោះគ្រប់ទាំងអស់ណាបាទអញ្ចឹងមានអីទៀតទេលោកគ្រូអស់ណាគ្រូសារ៉ាត់នឹកដៃគ្រូជើញ បាទលេងខ្ញុំច្បាស់ហើយគ្រូបាទបាទជើញលោកគ្រូអូគ្រូសារ៉ាត់ទេសិស្សចាស់ហ្នឹងមកមានកាយអូនហ្នឹងមិញខ្ញុំដូចជាតាមអត់ទាន់ដល់កន្លែងថ្នាក់មួយយើងធ្វើតាមថ្នាក់មួយអញ្ចឹងឧទាហរណ៍ថ្នាក់ទី10សាលាខ្ញុំ9ថ្នាក់អញ្ចឹងអាហ្នឹងខ្ញុំត្រូវធ្វើ9ដងឬក៏ធ្វើតែ2បន្ទប់ដើម្បីប្រៀបធៀបគ្នាអញ្ចឹងសំណួរដូចពីយើងបាទបង្រត់អាចឆ្លើយបានទេបងខ្ញុំស្ដាប់ដូចអត់ទៅច្បាស់មិនគាត់សួរថាមិនទៅមុននឹងទៀតសារ៉ាត់សម្រងទៀតអូនបាទប្រហែលគាត់អត់លឺអញ្ចឹងខ្ញុំកាត់តែម្ដងទៅមិញគាត់សួរថាដូចខ្ញុំឃើញបាទឧទាហរណ៍ដូចសាលាខ្ញុំអញ្ចឹងថ្នាក់ទី10អញ្ចឹងមាន9ថ្នាក់អញ្ចឹងខ្ញុំត្រូវធ្វើទាំង9ថ្នាក់ឬក៏ធ្វើតែ2ថ្នាក់ដើម្បីប្រៀបធៀបគ្នាអញ្ចឹងគ្រូបាទគុំគ្រូអញ្ចឹងជាកន្លែងនេះតាមពិតទៅហេតុអីបានជាយើងលើកយកថាសាលា GPI ហ្នឹងតម្រូវគាត់ធ្វើតែ2សិនតាមពិតយើងត្រូវធ្វើទាំងអស់គ្រូធ្វើទាំងអស់គ្រប់ថ្នាក់ទាំងអស់ប៉ុន្តែដោយសារសាលា GPI ហ្នឹងគឺគាត់ជាសាលាថ្មីអញ្ចឹងការធ្វើហ្នឹងឲ្យយើងបញ្ញាប់យើងមានពេលតែនេះ27ហើយស្អែក28 29បាទហើយស្អែក29ចេញដំណើរទៀតអញ្ចឹងសូមឲ្យគាត់ធ្វើតែ2ថ្នាក់សិនបានគ្រូអញ្ចឹងដោយសារដោយឡែកសម្រាប់សាលាជីបនិងសាលាស៊ីបពីមុនគឺយើងតម្រូវធ្វើទាំងអស់ណាអរគុណបាទគ្រូអរគុណតាន់គ្រូបាទលោកគ្រូខ្ញុំសួរមួយដែរគ្រូបាទអញ្ជើញបាទលោកគ្រូឧទាហរណ៍ថាកិច្ចការទី1មិញហ្នឹងពេលយើង copy និទេសពីក្នុងប្រព័ន្ធមកខ្ញុំ copy ឆ្លាស់មុខវិជ្ជាវាអត់តាមលេខរៀងអញ្ចឹងបានទេលោកគ្រូឬក៏ត្រូវរៀបឡើងវិញលោកគ្រូចេះអ្នកគ្រូកន្លែងហ្នឹងអ្នកគ្រូមិនអាច copy ម្ដងទៅផងទេអ្នកគ្រូអាច copy កន្លែងណាដែលត្រូវគ្នាព្រមឲ្យគេមានត្រូវគ្នា3 4មុខជាប់គ្នាដែរមុខវិជ្ជាណាដែលមិនត្រូវលោកគ្រូគប់ម្ដង copy ម្ដងមកមុខវិជ្ជាទៅទោះយ៉ាងណាខ្ញុំគិតថាលឿនជាងយើងវាយមួយដែរលោកគ្រូចាលោកគ្រូខ្ញុំភ្លេចមើលអា3មុខចុងក្រោយហ្នឹងគ្រូដល់អញ្ចឹងទៅឃើញថាវាឆ្លាស់គ្នាចង់សួរថាអញ្ចឹងយើងកែឡើងវិញលោកគ្រូដោយសារបន្ទុកវាខុសគ្នាដែរអញ្ចឹងអ្នកគ្រូដែលយើងដាក់ចូលទៅវាអាចនឹង error ក្នុងប្រព័ន្ធរបស់យើងដែរអញ្ចឹងសូមលោកបាទសំណួរបាទអរគុណបងសំណួរល្អដែលគាត់សួរនេះបាទគាត់សួរល្អតាមពិតយើងមានត្រូវគ្នានេះបានពីខ្មែរទទួលបានគ្រូឮសំឡេងខ្ញុំទេចាលោកគ្រូឮបាទយើងត្រូវគ្នាបានពីខ្មែរមកដល់ប្រវត្តិណាអ្នកគ្រូបានប្រហែល2 4បាន6អ្នកគ្រូណាបាន6បន្តទៀតបានមកផែនដីហើយមកភូមិវិទ្យាហើយបានឡប់មកសិលធម៌វិញ
hai ban lọp máu vì sao bỏ tê với nhá này cú lại nắng ចា á ចា ប៉ុន្តែបើសិនជាអ្នកគ្រូអាចយល់ពី process វាអ្នកគ្រូអាចធ្វើបានដូចខ្ញុំអត់ជាបញ្ហាគឺខ្ញុំនេះខ្ញុំមានសិទ្ធសិទ្ធដើមវានេះជាសិទ្ធដើមយើងmake a copy សិទ្ធនឹងមួយជាសិទ្ធថ្មីមកខ្ញុំដាក់ថា student result list 1ហ្នឹងហើយខ្ញុំចាប់ដើមកាលណាយើងទៅជាសិទ្ធថ្មីយើងអាចធ្វើបាននៅលើសិទ្ធយើងអត់មែនព្រោះសិទ្ធដើមហ្នឹងគេចងគេបន្ថិចសិទ្ធឲ្យវាមិនអាចអញ្ចឹងបើសិទ្ធថ្មីយើងអាចទាញវាបានបែបនេះណាអ្នកគ្រូយើងទាញបានឲ្យវារៀបតាមលំដាប់ខ្មែរកណិតរូបតាមលំដាប់អ្នកគ្រូអាចគាត់អ្នកគ្រូច្រោះតែហ្នឹងឲ្យត្រូវទៅយើងអាច copy តែម្ដងក៏បានដែរនេះបើសិនជាអ្នកគ្រូអាចមានវិធីច្រើនណាស់អ្នកគ្រូនៅក្នុងការធ្វើនេះខ្ញុំចងវាបែបនេះមកយើងអាច select តែម្ដងអុសមកបានទាំង10មុខវិជ្ជាដែរណា2 4 6 8 10យើងរៀបមកខ្មែរកណិតគីមីរូបគីមីជីវៈផែនដីយ៉ាងមកប្រវត្តិមកបានផែនដីភូមិសិលធម៌កណិតអង់គ្លេសទៅតាមនឹងដូចគ្នាតោះនេះណាគ្រូ សល់ពេលតែមួយថ្ងៃបងអើយធ្វើមិនទាន់ទេ ចាទទួលបាន បាទនេះគាត់ឲ្យអ្នកគ្រូឯបើសិនអ្នកគ្រូអាចមានពេលណាអ្នកគ្រូធ្វើខ្លួនឯងណាបាទអញ្ចឹងយើងសុំមកទៅទៀតកុំឲ្យខាតពេល មកវិញហ៎បងអើយវាតែសៀងទៀតមកវិញហ្នឹងហើយអរគុណធ្វើឡើយអត់ទាន់ទេតែមួយថ្ងៃហ្នឹង mình xong choរួមតិចអត់គិតរឿងមួយថ្ងៃមិនមួយថ្ងៃទេតាមពិតគេប្រជុំណែនាំរហូតតែនេះយើងនិយាយអំពី chip AS ទៅលោកគ្រូ chip ខ្ញុំចូលរួមតិចលោកគ្រូ កុំបារម្ភមេលោកទៀតគាត់មាន ពីមកហ្នឹងវាចូលនៅក្នុងគំរូរបស់គេហ្នឹងគឺគំរូជា Word អញ្ចឹងការឆ្នៃហ្នឹងវាពិបាកដាក់មកវាពិបាកអញ្ចឹងមានគួយទៅវាយហ្នឹងខ្ញុំធ្វើបានខ្លះដែរនៅក្នុងចំណុចទី1ហ្នឹងឯងសិល្បៈការទី1ហ្នឹងលោកគ្រូប៉ុន្តែវាចង់ថាធ្វើម៉េចចង់លៃថាធ្វើម៉េចភាពងាយស្រួលលោកគ្រូជួយបញ្យល់ក្នុងទីលោកគ្រូ គុណច្រើនបងសួរនោះត្រឹមត្រូវប្រហែលជាអាចបងអត់តន់នេះយើងអាច copy ឲ្យយកមកផាសបានអត់អីទេបងណាអត់បញ្ហាយើងផាសពីនំចូលក្នុង Word នឹងបានតើបងឥឡូវខ្ញុំសូមបង្ហាញបងតែម្ដងទីហោមកខ្ញុំលុបមិញតិននៃបាត់ខ្ញុំសូមចូលទៅតិននៃឡើងវិញបានលុបទៅបាទនេះឧទាហរណ៍ថាខ្ញុំបើកតិននៃខ្ញុំសិនមកហើយខ្ញុំ copy តែម្ដង នេះយើងអាចបានបងណាអត់បញ្ហាទេយើងមានវិធីក្នុងការ copy របស់វាឧទាហរណ៍ថានេះសិស្សយើងមកបាទអត់ឡើងទីសិនមួយបងមើលថាឲ្យថាតើយើង copy យ៉ាងម៉េចណាដើម្បីឲ្យវាអាចបានអូខេនេះកន្លែងនេះ ឧទាហរណ៍នេះសិស្សខ្ញុំតមកទៀតចាស់វាត្រូវមានតិន័យរបស់វាទៀតអញ្ចឹងខ្ញុំទៅរកតិន័យសិនខ្ញុំទៅរកតិន័យដែលត្រូវ copy ហ្នឹងខ្ញុំបើកប្រព័ន្ធហើយយើងនេះហើយខ្ញុំចូលទៅ student file នេះរីកឧទាហរណ៍ប៉ុណ្ណឹងចោះ អូខេឥឡូវខ្ញុំគិតថាអា10មុខវិជ្ជាចោះដល់ត្រូវថា10ហើយអត់ថាខុសទេខ្ញុំគិតតែកន្លែងចោះគិតតែប៉ុណ្ណឹងថា10មុខចុះខ្ញុំអុសវាមក10មុខបាទប៉ុណ្ណឹងយើង copy ធម្មតាបងណាយើង control C មក copy បន្ទាប់ទៀតយើងមកបើក Word របស់យើងបាទ Word របស់យើងហ្នឹងព្រោះ Word របស់យើងគេតឡើងតារាងឲ្យស្រេចអត់អីទេអញ្ចឹងបងអាចទី1បើសិនជាបង select ធម្មតាទាំងអស់ចេះ បងអាច control C control V តែម្ដងក៏បានដែរបង select មុនណាបងតែបើបងមិន select ទេបងមិនបាន select ទេកន្លែងហ្នឹងបងអាចដាក់ម៉ៅធម្មតាដាក់ម៉ៅវាចូលយ៉ាងមកបាទហើយគ្រូបងចុចម៉ៅស្ដាំមកម៉ៅស្ដាំលើវាមកនេះបងនេះអារូបនេះបងមើលទី3ទី4អារូបមានតារាងនេះមានអាកឡោននេះយើងជាកឡោនស្រាប់ហ្នឹងបងចុចលើហ្នឹងមកបាទវាឲ្យតាមលំដាប់ដូចគ្នាដែរតោះនេះបង
Hello បងសួរវិញបងស្ដាប់បានទេបងទទួលបានទេ Hello បងទទួលបានទេបងសួរវិញនេះបងធឿនមិនធឿនពេញមិនបងមិនធឿនសួរទទួលបានទេបងបាទបងទទួលបានណាហ្នឹងហើយហើយមួយទៀតបងឆ្លាច់មុនដល់ពីហ្នឹងចង់បញ្ជាក់ភាសាទៀតមកខ្ញុំសុំបង្ហាញដល់ថាការនេះដែលបងបង្ហាញហ្នឹងដូចវាដោយសារcursor ហ្នឹងវាដាក់ទៅអត់នេះដាក់ទាញល្មិចមើលទៅវាអត់តាន់ដែរហ្នឹងហ៎បងបាទមិញខ្ញុំចូលទៅ copy បងតាន់ហ្នឹងកន្លែង copy ពីប្រព័ន្ធនេះបងណាបង copy ពីប្រព័ន្ធបងតាន់ណាអត់អីទេណាយើង select ធម្មតាមកបងបាទយើង select ហើយយើង copy ធម្មតាទេអត់អីទេអាហ្នឹងបាទបង select ចឹងមកហើយបង copy ធម្មតាចឹងមកបាទអញ្ចឹងគឺ copy ធម្មតាមួយបាទ copy ហើយបងចូលទៅកន្លែងកិច្ចការ Word យើងមកបាទ Word យើងមកហើយបងដាក់ cursor វាកន្លែងហ្នឹងមកដាក់ cursor កន្លែងនេះហើយបងនេះបងមើលនេះអារូបនេះបងនេះអារូបមានការ៉េទូចច្រើនណាបងណាតើនេះបងកន្លែងហ្នឹងបងចុចអានេះណាអត់ចុចអានេះទេបាទចុចអាមួយនេះចុចអាច្រើននេះបងចុចអានេះចុចមកវាហ្នឹងនេះចេញមកគេតាមលំដាប់មានប្រមាណមកប៉ុណ្ណឹងអត់ខុសទេបាទចឹងបងតន់អត់អីទេណាខ្ញុំលុបទៅវិញបាទអញ្ចឹងយើងកុំឲ្យខាតណាកុំឲ្យតែនៅស៊ីពេលនៅកន្លែងនេះអញ្ចឹងខ្ញុំសុំចូលទៅកិច្ចការទី2អញ្ចឹងកិច្ចការទី1ដូចជាចប់សពគ្រប់ថាប៉ុណ្ណឹងចុះហើយយើងអាចទៅចែកគ្នាបន្តទៀតទៅតាមតំណែងតាមអនឡាញទៅតាមទូរស័ព្ទទៅបាទហើយយើងចូលមកកិច្ចការទី2គឺផែនការបាទផែនការរៀងលំអិតតិចដែរវាការធ្វើផែនការហ្នឹងវារៀងញ៉ៃតិចណាបាទណានោះវិញនេះផែនការអូខេខ្ញុំលុបមួយចេញសិនឲ្យនៅជាប់ហ្នឹងផែនការបាទផែនការដូចគ្នាដែរគឺខាងលើនេះគេដាក់សិភៅណែនាំប្រតិបត្តិបាទនេះយើងឃើញរូបហើយឃើញមានអាណាព្យាបាលសិស្សបូកជាមួយនឹងរូបភាពកូនសិស្សគាត់កំពុងតែផ្ដិតមេដៃបាទផ្ដិតមេដៃមិនមែនមេដៃខ្ចីលុយទេតែច្រឡំតែគាត់ផ្ដិតមេដៃខ្ចីលុយណាលោកគ្រូគឺផ្ដិតមេដៃកុងត្រាជាមួយសាលាធ្វើកិច្ចព្រមព្រៀងមួយសាលាថាគាត់សន្យាថាជួយកូនគាត់ឲ្យបាននិទេសដូចអ្វីដែលគាត់បានគ្រូដាក់ទៅហ្នឹងណាទីផែនការនេះចឹងនៅក្នុងនេះគឺផែនការយើងបានខ្ញុំគិតថាសាលាប្រហែលជាមានសាលាខ្លះបានធ្វើឬក៏សាលាខ្លះមិនទាន់បានធ្វើពិសេសគឺ Chip AI ប្រហែលជាមិនទាន់បានធ្វើទេមើលទៅនេះគឺផែនការរបស់សិស្សម្នាក់ៗបាទផែនការរបស់សិស្សម្នាក់ៗអាហ្នឹងនៅក្នុងគំរូគេមានតេស្តពីទី6ឡើងទី7យកមកធ្វើផែនការទៀតប៉ុន្តែឥឡូវយើងនិយាយតែត្រឹមហ្នឹងសិននេះបំពេញឈ្មោះសិស្សបាទបំពេញឈ្មោះសិស្សមកបំពេញឈ្មោះសាលារៀនបាទស្ថានភាពគ្រួសារហើយឈ្មោះឪពុកលេខទូរស័ព្ទឈ្មោះម្ដាយលេខទូរស័ព្ទហើយនៅឈ្មោះគ្រូបន្ទប់ថ្នាក់លេខទូរស័ព្ទហើយកន្លែងនេះបើអាចបិទរូបថតឬក៏ scan រូបថតសិស្សចូលក៏បានដែរឬក៏លោកគ្រូថាខ្ញុំមានស្រាប់លោកគ្រូ scan រូបថតមួយយកមកដាក់ scan កិច្ចការផែនការសិស្សយកមកដាក់កន្លែងហ្នឹងក៏បានដែរអត់អីទេអាចមានជំរើសច្រើនណាលោកគ្រូធ្វើតែសេឡើងវិញក៏បានលោកគ្រូធ្វើផែនការក៏បានអញ្ចឹងយើងធ្វើផែនការសិស្សនេះក្រោយពីលោកគ្រូតេស្តដើមឆ្នាំបានមកណាក្រោយពីលោកគ្រូតេស្តដើមឆ្នាំបានមកលោកគ្រូបានលទ្ធផលកូនសិស្សយើងហើយអញ្ចឹងចាប់ដើមបានកូនសិស្សយើងនោះលោកគ្រូមើលតើតេស្តដើមឆ្នាំខ្មែរគាត់បានអីគណិតបានអីគីមីបានអីរូបបានអីហើយចាប់ដើមធ្វើផែនការគាត់ឲ្យគាត់ធ្វើការស្រមើស្រមៃ
ឬកំណត់គោលដៅក៏ប្រើសម័យណាសម័យអត់ត្រូវកុំឲ្យគាត់កំណត់គោលដៅថាតើនៅចុងឆ្នាំគាត់ចង់បាននីតិអីក្រោយពីគាត់ឃើញខ្លួនគាត់ដើមឆ្នាំបាននីតិ F នេះបាទអញ្ចឹងឲ្យគាត់កំណត់គោលដៅចុងឆ្នាំគាត់ចង់បានអីអញ្ចឹងសិស្សមួយនេះគាត់ចង់បានត្រឹម B ទេត្រឹម B អញ្ចឹងបើគាត់ចង់បានត្រឹម B អញ្ចឹងតើជាក់ស្ដែងពីធ្វើផែនការពីខែវិច្ឆិកាទៅនេះតើគាត់ត្រូវដើរយ៉ាងម៉េចអញ្ចឹងផែនការត្រូវចាំថាធ្វើពីទាបទៅខ្ពស់អញ្ចឹងបើគាត់ដើមឆ្នាំបានបាន F អញ្ចឹងខែទី2តើគាត់អាចយកបានទេបើគាត់តែខ្ញុំខែទី2ក៏នៅតែមិនទាន់ទេខ្ញុំដាក់ S ដដែលអានឹងជាក់ស្ដែងមកគាត់សម្រាប់ចិត្តមកគាត់ក៏ដាក់ F ទៅខែទី3គាត់ដាក់ S ទៀតយើងអាចនិយាយថាអត់ទេ2ខែកូននៅតែ S ដដែលអត់បានកូនយ៉ាងហោចទៅក៏បានដែរឲ្យគាត់ដាក់ទៅបាទហើយដាក់បណ្ដឹងទៅវិញឲ្យដល់ចុងនេះបាន B អានេះជាផែនការគ្រប់មុខវិជ្ជាគឺធ្វើដូចគ្នាហ្នឹងតាមលំដាប់លំដោយតាមអ្វីដែលគាត់ឃើញមកកន្លែងនេះគាត់ D ឯងគាត់អាចដាក់ដល់នេះអាចយក A ក៏បានដែរមិនបាច់ដល់ B ទេព្រោះគាត់ដើមឆ្នាំបានដល់ D ហ្នឹងអញ្ចឹងអាចចុងឆ្នាំឲ្យគាត់កំណត់ដល់ A ទៅកុំឲ្យនៅតែត្រឹម B តែទៀតពេកបាទអញ្ចឹងក្រោយពីគាត់ធ្វើផែនការបានគ្រប់គ្នាគ្រប់សិស្សហើយមិនមែនមានតែម្នាក់ទេគឺធ្វើគ្រប់សិស្សទាំងអស់ក្នុងមួយសាលាហើយបន្តទៀតបានយើងឲ្យសិស្សដាក់មេដៃចុះហត្ថលេខាដាក់មេដៃហើយយកអាហ្នឹងទៅឲ្យអាណាព្យាបាលដើមឆ្នាំហ្នឹងទទួលស្គាល់ថាណែកូនបងឯងធ្វើផែនការមួយខ្ញុំមួយគ្រូបន្ទប់ថ្នាក់ខ្ញុំប៉ុណ្ណេះចាប់ផ្ដិតមេដៃកន្លែងនេះមួយហើយគ្រូបន្ទប់ថ្នាក់ក៏គេទទួលស្គាល់កន្លែងមួយទៀតដែរបាទហើយអានេះទុកសិនអត់ទាន់ផ្ដិតទេទុកចុងឆ្នាំពេលដែលយើងចិត្តចប់ឆ្នាំបានយើងវាតម្លៃចុងឆ្នាំយើងបញ្ចូលទៅយកឲ្យគាត់ផ្ដិតម្ដងទៀតគឺទទួលស្គាល់ចុងឆ្នាំថាកូនគាត់ពិតជាបាននីតិប៉ុណ្ណឹងមែនបាទហើយកន្លែងចុះច្រឡំគេអានេះទុកជាក់ស្ដែងពេលដែលគាត់ខែវិច្ឆិកាចប់យើងឲ្យសិស្ស print តារាងសេដេកនេះហ្នឹងតារាងសេដេកនីតិ ABC វិញហ្នឹងឲ្យទៅសិស្សនឹងចុះនីតិកន្លែងនេះគឺចុះពណ៌ក្រហមជាក់ស្ដែងគាត់ចុះពណ៌ក្រហមឧទាហរណ៍គាត់បានតែដល់ពេលនេះគាត់នីតិគាត់គ្រោងថាសាប់តែជាក់ស្ដែងគាត់ប្រឹងរៀនទៅបានដល់ C កន្លែងហ្នឹងក៏ C ទៅបាទវាយអក្សរ C យ៉ាងមកបាទ C ទៅបាទគាត់បានអានេះបាន B ក៏វាយ B ទៅតែបើគាត់បាន E វាយ E ទៅអត់អីទេជាក់ស្ដែងធ្វើម៉េចតែយើងអាចថាអូណែកូនណាការកូនឯងគ្រូមួយគ្រូថា C យើងប្រជុំឥឡូវកូនឯងមករៀនបានត្រឹមអញ្ចឹងកូនឯងរៀនខ្សោយត្រូវបញ្ជាក់ឡើងវិញប្រឹងប្រែងវិញសន្យានឹងអត់ត្រូវមួយគ្រូបាទអាហ្នឹងយើងទៅលើពេលប្រជុំប្រចាំខែប្រចាំត្រីមាសទេបាទតែជាក់ស្ដែងសូមធ្វើអាហ្នឹងសិនអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់ជាគំរូមកថ្នាក់មួយមកមិនបាច់ច្រើនទេបាទដាក់អាចថ្នាក់ទី7បានម្នាក់មកទី8បានម្នាក់ទៅជាគំរូប៉ុណ្ណឹងបានហើយមិនបាច់ច្រើនទេនេះជាផែនការមួយដែរតែផែនការរបស់សិស្សអានេះកម្រិតថ្នាក់បាននៅលើតាមពិតអាក្បាលត្រូវទៅនៅនេះអានេះដែលខ្ញុំនិយាយថាផែនការគេតេស្តទី6ឡើងទី7ប៉ុន្តែកន្លែងហ្នឹងដូចជាបងណានគាត់ថាអាចមកឡងក៏បានបើសិនជាចង់មិនយល់ទេព្រោះអីកន្លែងតទៅសួរខាងបឋមមិនច្បាស់ព្រោះពេលតេស្តទី6ឡើងទី7វានេះស្គាល់សូវេជ្ជស័ព្ទអានពាក្យយល់នឹងអាហ្នឹងខ្ញុំក៏អត់យល់ដែរតទៅសួរខាងបឋមតែអាណានៅទី5អាណានៅទី6អាណានៅទី3ទី4នីតិ ABC ខ្ញុំអត់ច្បាស់ដែរកន្លែងហ្នឹងខាងខ្ញុំធ្វើតែលើទេបាទចេះបងកន្លែងហ្នឹងបើសិនជាយើងអត់មានទិន្នន័យតេស្តទី6ឡើងទី7ទេលោកគ្រូអញឡងទៅតែបើសិនជាលោកគ្រូមានទិន្នន័យតេស្តទី6ឡើងទី7ចូលក្នុងប្រព័ន្ធដែរអានេះកិច្ចការទី2នៅក្នុងប្រព័ន្ធហ្នឹងហ្មងបាទពេលនោះយើងមានបន្ទុកវានៅមាននីតិវាសម្រាប់ទាញមកដាក់កន្លែងហ្នឹងហើយចឹងបងហ៎បាទនៅក្នុងវិញ្ញាសាតេស្តក្នុងប្រព័ន្ធហ្នឹងវាមានការស្គាល់តួអក្សរមានស្ដាប់សូរវិទ្យាសាស្ត្រអីហ្នឹងអានស្ទាត់ហ្នឹងមានបន្ទុកមាននីតិគេទាំងអស់នៅក្នុងប្រព័ន្ធណាបងប៉ុន្តែទោះលុះត្រាតែយើងបានធ្វើតេស្តហើយបញ្ចូលទិន្នន័យតេស្តទៅក្នុងប្រព័ន្ធតេស្តទី6ឡើងទី7ដល់ចុងឆ្នាំនៅក្នុងកិច្ចការទី7ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់យើងទើបយើងអាចធ្វើបានកន្លែងហ្នឹងបងខ្ញុំកាត់បងខ្ញុំបានបញ្ចូលតេស្តតែប៉ុន្តែគាត់ថាសំខាន់នេះយើងកន្លែងហ្នឹងវាឲ្យមកអត់មានវិញ្ញាណថាអាណាទី3អាណាទី4ទេបងយើងអត់យកមកដាក់វាស្គាល់សូហ្នឹង
វាបាននីតិហ្នឹងមិនដឹងយើងយកមកដាក់នៅក្នុងថ្នាក់ទី4ឬក៏ថ្នាក់ទី3ឬក៏ថ្នាក់ទី5ព្រោះអាហ្នឹងវា3 4 5នេះបងវាពិបាកអញ្ចឹងណាដឹងឯសំណួរមួយហ្នឹងវាស្ថិតនៅកម្រិតណាបានជាខ្ញុំថាយើងតាមញ៉ាំបាទឥឡូវយើងគិតថាកន្លែងហ្នឹងមកឡងសិនចុះវាមិនអីទេបាទហ្នឹងសម្រាប់តែសិស្សថ្នាក់ទី7ទេដែលឡាយសិស្សថ្នាក់ទី8ទី9យើងទី10 11 12យើងអត់មានអាហ្នឹងទេបាទត្រូវបងសម្រាប់ទី7ឡើងថ្មីដែរហ្នឹងហើយតែយើងកុំឲ្យនៅសាំកន្លែងហ្នឹងច្រើននេះចូលដល់មកលទ្ធផលសម្រាប់បានតាមខែផ្អែកលើផែនការស្រ័យបងសូមអធិស្ឋានបងខ្ញុំសូមសួរកន្លែងផែនការសិស្សនឹងតិចហ្នឹងបងបានទេបងជើញអូនជើញបាទត្រង់ការធ្វើផែនការសិស្សនេះផែនការសិស្សនេះសម្រាប់ខ្ញុំបានធ្វើផែនការសិស្សហ្នឹងសាលាខ្ញុំវា3កម្រិត7 9ខ្ញុំធ្វើជា6ច្បាប់បាទដោយសារសាលាខ្ញុំវាមាន6ថ្នាក់ហើយបានធ្វើផែនការហ្នឹងបានច្រើនដែរហើយបាទតាំងពីខាងដើមមកហ្នឹងហើយសម្រាប់យកមកចូលនៅក្នុងប្រព័ន្ធនេះបើសិនជាក្នុងប្រមាណថាមួយថ្នាក់វាមានដល់ទៅ40-50នាក់អញ្ចឹងត្រូវ copy ចូលឬក៏បំពេញចូលដល់ទៅ50នាក់ដែរហើយចូលមួយសាលាវាដល់ទៅជាង300ឡើង300ជាងហើយបងអញ្ចឹងកន្លែងនេះខ្ញុំគិតថាបើសិនដាក់អញ្ចឹងឬក៏យ៉ាងម៉េចបងពូវាច្រើនស្លឹកណាសម្រាប់ការដែលទាញយកផែនការសិស្សម្នាក់មកចូលនៅក្នុងប្រព័ន្ធហ្នឹងកន្លែងហ្នឹងយ៉ាងម៉េចបងជាស្រ័យឬមួយក៏ខ្ញុំស្ដាប់មិនតន់បើនៅក្នុងទៅខ្ញុំបានធ្វើរួចហើយបាទធ្វើរួចហើយឲ្យគ្រូម្នាក់គាត់បានធ្វើគ្រូបន្ទុកថ្នាក់ធ្វើជាមួយសិស្សហ្នឹងជាមួយមេដាបេដាប៉ុន្តែក្នុងការថតឬក៏ copy មកចូលនៅក្នុងប្រព័ន្ធហ្នឹងវាច្រើនណាស់លោកគ្រូកន្លែងហ្នឹងយ៉ាងមិនដែរអរគុណគ្រូជំនួសសំណួរបាទអរគុណហើយជាសាលាផ្សេងក៏គាត់មានសំណួរស្ដីគ្នាដែរអញ្ចឹងខ្ញុំសូមជម្រាបលោកគ្រូទៅលើផែនការសិស្សដែលលោកគ្រូឲ្យសិស្សម្នាក់ធ្វើជាហាតជាមួយគ្រូបន្ទុកថ្នាក់គ្រូណាចំពោះឯកសារនៅសាលាលោកគ្រូឲ្យសិស្សធ្វើរួចហើយលោកគ្រូត្រូវប្រមូលយកមកវិញវាយត្រាចុះត្រាសញ្ញេចុះហត្ថលេខាទទួលស្គាល់មានអាណាព្យាបាលមាននាយករងឬក៏នាយកហើយគ្រូអាចកັບទុកជាសភៅនៅក្នុងនៅគ្រូបន្ទុកថ្នាក់ដើម្បីទុកជាឯកសារនៅពេលដែលចុងឆ្នាំយើងនឹងមានគណៈកម្មការឯករាជ្យមួយដើម្បីចុះមកសាលាណាមិនដឹងឲ្យពីកម្មការជ្រើសរើសដោយការចាប់ឆ្នោតឬអ្វីហ្នឹងគឺនឹងមានការចុះរៀងរាល់ឆ្នាំអានឹងវាជាភស្តុតាងនៃការអនុវត្តកិច្ចការតេស្តកិច្ចការផែនការរបស់យើងហ្នឹងអញ្ចឹងលោកគ្រូត្រូវរក្សាទុកអានោះកុំឲ្យបាត់ណាទី1ទី2ចំពោះសិភៅតេស្តសិភៅផែនការរបស់យើងមិញសិភៅផែនការមិញនេះមិនតម្រូវឲ្យលោកគ្រូដាក់មួយថ្នាក់មានទាំងអស់ប្រមាណថ្នាក់ហ្នឹងយកមកទាំងអស់ទេគាត់តែជាដាក់ជាភស្តុតាងលោកគ្រូអាចដាក់ជា2នាក់ឬ3នាក់អីបានហើយគ្រូអាហ្នឹងណាបំពេញទិន្នន័យទៅប៉ុណ្ណឹងទៅឬក៏លោកគ្រូអាចយកអាហាតដែលសិស្សបំពេញឲ្យមានស្នាមមេដៃអាណាព្យាបាលមានហត្ថលេខារបស់គ្រូនៅអីហ្នឹង scan វាឬក៏ថតវាហើយcopy វាមកដាក់នៅក្នុងប្រព័ន្ធរបស់យើងបានលោកគ្រូណាមិនថាចាំបាច់ទៅវាយជាសោះទេគ្រូដាក់ជារូបថតក៏បានដែរជា image បាទអរគុណគ្រូប៉ុណ្ណឹងមិនចាំបាច់បាទអរគុណច្រើនបងមិញច្រឡំចុចទៅវាដាច់ឲ្យមើលសារនិយាយតែឯងmấy cô bán đến con bạn tụi ban bằng con chân đó bằng lưới cái bom anh nên là cô pích này miền lực này còn tỉnh đặt cho miền mũi là bố năng lực kêu năng nhẹ kêu đây pích và chinh và miền trồng ngao và lực cô miềnអត់មានទេលោកគ្រូវាជាប់ អូខេណាបាទអញ្ចឹងមិញយើងតទៀតមិញយើងដល់ផែនការនោះដែលបងនេះមិញនេះគឺនៅតែជាផែនការដដែលទេអានេះវាតពីលើមិញនេះអានេះទីតែទី6ឡើងទី7អានេះផែនការដូចមិញដូចគ្នាទេគឺយើងបំពេញគ្រោងជាក់ស្ដែងទៅតាមអ្វីដូចបងមានប្រសាសន៍មិញនោះថាយើងដាក់មកហើយដូចបងស៊ូណាហើយអាមិញនេះ
នេះខាងក្រោមនេះយើងមានការទទួលស្គាល់ពីកកថអញ្ចឹងយើងប្រើតម្រងថ្មីណាទីតម្រងថ្មីអានេះគឺមានការទទួលស្គាល់ពីកកថថ្នាក់បាទអញ្ចឹងយើងបានដូចបងថាมันបាច់ច្រើនទេយើងដាក់តែម្នាក់មួយថ្នាក់ម្នាក់ឬពីរនាក់យ៉ាងច្រើនទៅពីរនាក់អញ្ចឹងទៅពីរបីថ្នាក់ហ្នឹងដាក់បន្តិចតិចទៅបានជាគំរូទេគាត់ជាសំណាក់គឺធ្វើទាំងអស់ប៉ុន្តែគាត់នៅជាសំណាក់យើងតកល់ទុកនៅសាលាយើងទេបាទយើងដាក់ទៅតែបន្តិចដើម្បីអាប់ឡូតហើយយើងអាចវាយក៏បានអាចថតជាសន្លឹកហើយយកមកផាសចូលក៏បានដែរបាទអានេះផែនការសិស្សចូលដល់ផែនការគ្រូនេះផែនការគ្រូជារឿងមួយដែលថ្មីដែរយើងឮតែផែនការពីមុនយើងធ្លាប់តែគ្រូឬតែកិច្ចតែងការឥឡូវគ្រូមានផែនការបាទគ្រូមានផែនការអញ្ចឹងផែនការគឺយើងផ្ដើមចេញពីផែនការ3ឆ្នាំ1ឆ្នាំនិង3ខែបាទអញ្ចឹងយើងមើលផែនការ1ឆ្នាំឆ្នាំទី1ទី2និងទី3អញ្ចឹងសម្រាប់សាលាគម្រោង GIS គឺយើងចាប់ផ្ដើមឆ្នាំទី1អញ្ចឹងបើឆ្នាំទី1គឺយើងចេញពី 17% បាទឆ្នាំទី1 17%អញ្ចឹងក្នុងនេះគឺមានតែមុខកញ្ចក់ដាក់2 5 10បាទ2 5 10ហើយអានេះ24 4 6 14 40 8 15 17អញ្ចឹងលោកគ្រូឆ្ងល់អេអាហ្នឹងមិនក៏17មាន24ដល់ពីណាឲ្យពីណីអញ្ចឹងយើងទៅមើលលទ្ធផលរបស់យើងបាទអញ្ចឹងក្រោយពីលោកគ្រូតេស្តបាទក្រោយពីលោកគ្រូតេស្តឧទាហរណ៍ថាយើងធ្វើតេស្តហើយថ្នាក់1ថ្នាក់ទី 7A 8A មួយនេះបាទសិស្សគាត់50នាក់ឧទាហរណ៍ដោយលេខ1សិស្ស50អញ្ចឹង50ហ្នឹងពេលដែលលោកគ្រូធ្វើតេស្តហើយលោកយើងមានលទ្ធផល ABC មិញលោកគ្រូយកមកមើលតើ A លោកគ្រូមានប៉ុន្មាននាក់ B មានប្រមាណនាក់ C មានប្រមាណនាក់ D មានប៉ុន្មាននាក់បាទហើយយើងរកភាគរយវាឥឡូវយើងរកភាគរយនេះសិន2% នៃ50នាក់តើលោកគ្រូគិតថាមានប្រមាណនាក់ទៅអាហ្នឹង2% នៃ50អញ្ចឹងលោកគ្រូរកវាទៅដើម្បីរកភាគរយឃើញលោកគ្រូធ្វើម៉េចមិនយកបំលែងអាហ្នឹងទៅជាទស្សនវិជ្ជាក៏បានឬយើងយកគុណចែក100ក៏បានមិនអញ្ចឹងលោកគ្រូណាឬជា 0.02 គុណ50មកឃើញប្រហែលលោកគ្រូ0.តែកាសចូលបងតិចមើលកាសចូលដាក់បែបមកគិតបាទលោកគ្រូយកទៅ0.02 លោកគ្រូគុណនឹង50អញ្ចឹងឃើញម្នាក់ឃើញទេឃើញម្នាក់អញ្ចឹងនេះគេដាក់ចំនួនម្នាក់ដល់ពេល 5% នេះអាលេខ5នេះគឺចំនួន B 5ហ្នឹងគឺ 5% អញ្ចឹង5គូដូចគ្នាដែរជា 0.05 គុណនឹង50ស្មើ2កន្លះបាទ2កន្លះមនុស្សវាមិនអាចចេញកន្លះយើងអាចដាក់3ទៅបាទអាចដាក់3កន្លែងហ្នឹងគឺដាក់3ទៅក៏បានដែរមិនដាក់2ព្រោះវា2កន្លះវា3នាក់អីឬលោកគ្រូថាដាក់2ក៏ដាក់ទៅត្រែងលោកគ្រូដាក់បើដាក់លើ2ត្រូវតម្លាក់មកក្រោមប្រគុតឡើងខ្ពស់វិញតែយើងតម្លាក់លើចោះចោលដល់មកក្រោមនេះ10% 10គឺ 0.10 បាទ10%ហ្នឹងយើងគុណនឹង50បាន5នាក់បាទ 10% ពី5នាក់ហើយព្រោះវា50 5 10% 5នាក់បាទដល់ពេល D លោកគ្រូធ្វើដូចគ្នាទៀត10ទៀត5នាក់ទៀតហើយគ្រូវាយ5នាក់ទៀតដល់ពេល E ប្រហែល E 23អញ្ចឹង 0.23 គ្រូគុណនឹង10ទៀតគុណ50ទៀត11កន្លះអញ្ចឹងត្រូវថា12ចុះ12នាក់អញ្ចឹងដល់ពេល F 50នោះគឺបាន 0.5 គុណនឹង50មកបានប៉ុន្មាននាក់បាន25នាក់អញ្ចឹងគេថា25ប៉ុន្តែមិញប្រគុតឡើងប្រមាណហ្នឹងយ៉ាត់ខុសយ៉ាត់លើសគ្រូណាយើងប្រគុតហើយយើងបូកវាចូលគ្នាតើបូកចំនួនអាប៉ុណ្ណឹងឲ្យបានគ្រប់50អត់យ៉ាត់ទៅលើសខ្ញុំគិតថាលើសនេះ1បូក2បូក3 4 4បូកអានេះ9 9នឹង5 14 14 24 27លើសបានហើយណាបាទអញ្ចឹងអានេះយើងអត់យើងអាចកុំប្រគុតវាយ៉ាងអានេះដាក់ថា11ទៅបានហើយ11អានេះមិញប្រហែល2ដាក់2តាមគេទៅខ្ញុំគ្រប់ទេ5 10បាទគ្រប់25គ្រប់50ទេលោកគ្រូជួយបូកខ្ញុំផង3 8 8នឹង5 10 10បាន8នឹង5 13 13 24បាត់1ណាចាអានេះ3ដដែលគ្រប់បានគ្រប់25អូខេអញ្ចឹងគ្រប់50
Chẳng là cú chắp đam phơ hái là cú chắp đam rồi chùm luôn ABC đam năm lũ khởi nhá và sân ba xà la là cú tay tay bóng ABC nè thì đấy pi phía rồi pram phía rồi đọc phía rồi là cú tới khơi nha khơi mán khơi của phân đó nè anh ấy đôi khi đó là cú thôi đôi khi mà đại châu tam đi đôi khi màu đại chùm luôn nó ngày hai đôi khi màu cất phía rồi đại hào anh ấy sầm ráp than cá bay năm lục hú vừa bài năng đó lục hú đó đại châu màu châu đó than cá 1 năm rồi có bay khai tam một chia nè bay khai anh ấy bay khai tiền anh ấy bay khai tiền anh ấy bay khai tiền 1 năm rồi chẳng bay khai cùng chục biết tới như than cá 1 năm chẳng cái này nó là cừu mơn ưu tiên họ thả sơ thạ ti phẩm bay vì sơ bạc cài chẳng sao được cụ thể đam năm ạ ABC là cụ bầu tới ọt nít là chạy xe đáy cầm rốn và dân kết đam năm cô đai cầm rốn đưa vào màn phẩm bấy phẩm buồn nè sắp tới ưu tiên họ ABC là cụ bầu tới linh bàn tay đam năm khơi tay riêng ọt tăng răng phón cụ tay riêng thua lông tính ấy làng đọc buồn nè mà ưu tiên họ đã bí làng đọc phẩm phân lấy xì làng đọc tới chẳng xua thang bông châu này bây giờ bông châu này ba và mà này bạn đo tới mà phay mùi nè bạn hay chẳng xua là ta ca chắp hành ca 1 năm ta là cua chắp là không năm tì mùi nó rư vào cua tay chắp là không năm tì pi khẳng này là cua cất mơ tới hành cá nhưng cất bạn đang nói mình ai ôi là cua mà chắp là không năm tì muối ta đo phẩm phân thì rồi tì vì pro là cua bông chạy sẽ đáy về tay đàm chắn nước ban đo tới mà ấy mà phay mùi nè bạn hãy đàm năm dương mà tam hành cá cái do tép còn buồn nè nâng chẳng dương tới tay chắp hành cá ở cua chiên cô đài đại năm thì muối cứ ai chắp là năm tí pi màu trăm pi từ đấy là tam chạy sẽ đáy tên là cú nó ở đây thì hãy chân thưa hành cá hãy cho ho thả lấy cho chặt năm cô đài cho mùi khu đạo mùi cái trong xám đạo mùi khu phẩm bay phía rối khu mát phía rối mắn pi phía rối khu đạo pi phía rối lịch pi máu pi phía rối thế đấy cái lấy cái cho họ ọt đá là sao tụ ở dưới mới từ lên là tập hiệp này ca tê đàm năm chắc cho họ đọc cái tam tham cầm rôn cho pi phía rối bàn muối anh ấy pram bàn 7 ba em copy làm đó cũng nói chú và copy cái này năng tầm đó cho mà đạn ấy làm bay nghi thì vô cụ hỏi chẳng có cụ phơ bạn năng máu này hai cái này nếu ai đặt đôi kia máu cầm rô kia nó thì ai đặt đôi kia tế tại sao hạt ấy bạn đặt được kia trắng làm bay xua dương thiếp bìa này trong năm nó cụ đại chẳng máu hỏi máuนี่เขากำรูกำเฟอร์ลงจำติ๊กเนี่ยมันแต่ตัวตามเจ็ดไรกำรูgây sân choกำรูgây ai mà nhắc thời gian tây chắc lục hú thưa bạn đó chắc ưu tiên họ thà lục ru và riêng đam năm đó ban e zone được đặt lệnh mù do zone anh ấy mán ban pi anh ấy ban buôn anh ấyประมาณนะครับผมไปเราพูดซ้ำตัวสั่นบงเพียบโซสเพียบนี่เพียบโซสเพียบหนุ่มใจเมียบงลือได้บอกบ้านบงเจมันยูได้บงเจบัดสำเลยเนี่ยบงเจบัดสำเลยเนี่ยบงบัดสำเลยดีก็มาบัดสำเลยเนี่ยba rút miệng microphone ba học quân sơn trong cái bông trong miền Bắc trong bông bài chứ là bông học quân mò quân những lục hú dương đặt ngọc này mất đầm bay thơm group hà sắp là cũng ở group sơ hà sắp với rồi mà này thầy
5មកគ្រប់50ហ្នឹងគ្រូឧទាហរណ៍ណា2 6មក14នឹងនេះដាក់5ទៅឲ្យគ្រប់ស្រួលដាក់4បាក់4បាន3បានអូខេបានប៉ុន្មានគ្រូបាន5នឹង8 10បានហើយ5 8 12 13អានេះបាន2ចុះដាក់ឲ្យ 7ហើយឬក៏ដាក់20ឲ្យច្រើនទៅដើម្បីបន្ថយនេះវិញអានេះ5ចុះឲ្យវាស្រួលយើងមើលធ្វើផែនការបាទឧទាហរណ៍អញ្ចឹងចុះអញ្ចឹងលោកគ្រូចាប់ផ្ដើមធ្វើផែនការយើងសម្រេចគោលដៅចុងឆ្នាំគ្រូយកតែម្នាក់នេះបាទធ្វើតែម្នាក់ទេអញ្ចឹងលោកគ្រូធ្វើម៉េចឲ្យឆ្នាំហ្នឹងសម្រេច A បានម្នាក់មានន័យថាលោកគ្រូធ្វើបានជោគជ័យថ្នាក់ទី7ថ្នាក់នឹងមួយថ្នាក់ទី 8A នឹងមួយបាទថ្នាក់ទី 8A មួយលោកគ្រូធ្វើជោគជ័យហើយអញ្ចឹងបើវាចុងឆ្នាំវាបានម្នាក់អញ្ចឹងលោកគ្រូអាចចែកក្នុងថាធ្វើផែនការយើងចែកចេញជា2ផ្នែកមានន័យថាឆមាសទី1ឲ្យបាន 60% ឆមាសទី2លោកគ្រូសម្រេច 40% អញ្ចឹងតែបើម្នាក់អញ្ចឹងយើងស្រួលទេលោកគ្រូអាចចាំមកដល់ឆមាសទី2សុំសម្រេចបានម្នាក់ក៏បានលោកគ្រូចង់សម្រេចពីឆមាសទី1ទៅក៏បានដែរស្រេចទៅលោកគ្រូទេកន្លែងហ្នឹងអត់ពិបាកទេលោកគ្រូណាបាទអញ្ចឹងលោកគ្រូអាចដាក់មកពីនេះ0ដដែលមកលោកគ្រូអុស0ឡើងមក0នៅ0នេះក៏បានដែរអត់អីទេហេតុអីក៏0រហូតអញ្ចឹងដោយសារអីមួយឆ្នាំឲ្យបានតែ1អញ្ចឹងយើងចាំចាប់ខែ2សូមយើងដាក់1ទៅក៏សម្រេចបានហើយណា1ទៅ1រហូតទៅឬគូថាំងខ្ញុំចង់ឲ្យបាន2ក៏បានដែរអញ្ចឹងខែនេះលោកគ្រូដាក់2ក៏2ទៅលើពីផែនការក៏បានដែរអត់អីទេស្រេចទៅលើលោកគ្រូទេលោកគ្រូអ្នកសម្រេចខ្លួនឯងបាទអានេះបែបនេះតើនេះលោកគ្រូកន្លែងហ្នឹងហេឡូបងរត់លឺខ្ញុំទេបងបងលឺតាបាទអញ្ចឹងយើងធ្វើផែនការគឺធ្វើបែបហ្នឹងគ្រូណាយើងសម្លឹងមកមើលចូលគោលដៅចុងក្រោយយើងមើល1អញ្ចឹងលោកគ្រូធ្វើម៉េចឲ្យបាន1ហើយបើអាចថា1ហ្នឹងវាខ្ញុំអត់ចង់ខ្ញុំចង់ឲ្យបាន2ក៏2ទៅស្អែកលោកគ្រូឯងប៉ុន្តែគោលដៅយើងធ្វើឲ្យបានតែ1ក៏បានដែរតែបើលោកគ្រូថា1ដូចតិចពេកខ្ញុំចង់ឲ្យសម្រេចបាន2 A ហ្នឹងមួយឆ្នាំណារៀន A បានតែ1សិស្សខ្ញុំ50ចង់ឲ្យបាន A 2នាក់អាហ្នឹងក៏លោកគ្រូដាក់2ទៅអត់អីទេបាទហើយអានេះតទៀតចុងឆ្នាំយើងយក3តែឥឡូវយើងដៃឆ្នាំមាន2ស្រាប់ហើយយើងដាក់2មកអស់ដដែល2អានេះ2ទៀតមកនៅខែនេះ2ទៀតក៏បានយើងចាំមកដល់ខែកុម្ភៈយើងដាក់ឡើងដល់3មកព្រោះខែកុម្ភៈហើយចូលទីត្រីមីទី2ហើយ3ទៅអានេះ3ដដែលក៏បាន3រហូតក៏បានដែរព្រោះយើងចុងឆ្នាំនេះ3តែលោកគ្រូថាចង់ដាក់4ក៏ដាក់ទៅតែខ្ញុំគិតថាតែ3ហ្នឹងក៏បានដែរតែបាន3ចុះបាទអញ្ចឹងសម្រាប់បានតាមផែនការយើងបាត់ហើយនេះអានេះជាផែនការមានន័យយើងក្រងឬរៀងរំពឹងធ្វើវាទុកទេមិនមែនទាន់ជាក់ស្ដែងទេណាលោកគ្រូហើយការធ្វើផែនការទៀត ABC នេះទៀមទាត្រូវតែកើនបាទត្រូវតែកើនហើយS នេះត្រូវតែថយធ្វើផែនការមិនឲ្យថយកុំឲ្យកើនតិចឲ្យកើននៃ ABC ដែរមានន័យថាឧទាហរណ៍បើដើមឆ្នាំនេះ20នាក់ធ្វើម៉េចឲ្យចុងឆ្នាំនេះឲ្យសល់តិចជាង20ទៅក៏បានដែរបាទតិចជាង20ក៏បានដែរនេះសោឲ្យតិចជាង20ក៏បានដែរគ្រូណាបាទធ្វើម៉េចឲ្យតិចជាង20ទៅព្រោះយើងដើមឆ្នាំ20កុំឲ្យមួយឆ្នាំរៀនហើយអត់ថយនៅតែ20ដដែលលោកគ្រូឃើញផែនការក្រងនេះក្នុងនេះ 50% 25ឥឡូវខ្ញុំបាន20ហើយមិនបាច់ថយនៅតែ20ថេរហូតទៅអាហ្នឹងមានន័យថាយើងបរិញ្ញាមួយឆ្នាំអត់មានការប្រែប្រួលទេអញ្ចឹងត្រូវតែថយបាទអញ្ចឹងខ្ញុំបញ្យល់ត្រួសពីផែនការប៉ុណ្ណឹងលោកគ្រូអាចថាខ្ញុំគិតថាសាលាមានធ្វើខ្ញុំគាត់បញ្យល់បន្ថែមទេអានេះមុខជាគណិតរូបគីមីជីវៈគ្រប់ទាំងអស់មួយមានន័យថាមួយកម្រិតថ្នាក់លោកគ្រូយកកម្រិតថ្នាក់មកដាក់អត់មែនដាក់តែមុខវិជ្ជាមួយទេលោកគ្រូយកថ្នាក់ណាមកដាក់ក៏បានដែរណាទី7ក៏បានទី8ក៏បានទី9ក៏បានដែរដាក់ក្នុងសោះហ្នឹងដាក់មួយថ្នាក់មកបាទគ្រប់មកបានហត្ថលេខានយោហើយនឹងបន្ទុកថ្នាក់ហើយនឹងនយោបាទខ្ញុំធ្វើដូចជាមានប្រធានក្រុមបច្ចេកទេសទៀតហ្នឹងបាទទទួលស្គាល់ទៀតបានត្រូវ
ប៉ុន្តែនេះអត់មានក៏អត់ទៅបាទអញ្ចឹងផែនការគ្រូមានប៉ុណ្ណឹងមកអានេះផែនការ3ឆ្នាំពីទី7ដល់ទី12នេះផែនការសាលា3ឆ្នាំនេះផែនការ3ឆ្នាំអានេះនៅក្នុងប្រព័ន្ធទេតែខ្ញុំថាប្រព័ន្ធទី6វិញលោកគ្រូអត់ពិបាកទេឲ្យតែលោកគ្រូបញ្ចូលបន្ទុកតេស្តស្តង់ដារមានទៅអាហ្នឹងទៅ copy យកមកបានទេបាទ copy បានទេអាហ្នឹងយើងចាំជជែកគ្នាពីក្រោយទៀតអត់អីទេបាទណាលោកគ្រូអត់អីទេផែនការ3ឆ្នាំផែនការ6ឆ្នាំ6ឆ្នាំក៏លោកគ្រូយកចេញពីប្រព័ន្ធណាអត់មានទៀមទាលោកគ្រូធ្វើទេគឺលោកគ្រូធ្វើតែផែនការសិស្សនិងផែនការគ្រូទេ6ឆ្នាំក៏យើងទីប្រព័ន្ធដែរមកនេះផែនការកែលម្អសាលារៀនបានផែនការកែលម្អសាលារៀនអានេះគឺយើងធ្វើប៉ុន្តែវាមកដល់ពេលច្រើនណាស់ដូចជាអានេះមិនបងរត់កន្លែងហ្នឹងបងណាមគាត់ថាកែតែក្បាលកតុយមិនសិនមិនទេបងរត់បងជួយចាំមើលបងជួយប្រាប់មើលខ្ញុំស្រាប់អត់បានសិលថ្ងៃមុនហ្នឹងបងរត់នឹងឲ្យជាខ្ញុំនៅនេះដែរអត់តម្រូវឲ្យធ្វើទេម្ចាស់ដើមចូលបងអញ្ជើញបងខ្ញុំបញ្ជាក់បន្តិចផែនការរំកិល3ឆ្នាំ6ឆ្នាំក៏អត់តម្រូវឲ្យធ្វើដែរហើយនឹងផែនការកែលម្អហ្នឹងក៏អត់ឲ្យធ្វើប៉ុន្តែគាត់នៅកែក្បាលនឹងកតុយអីទេប៉ុណ្ណឹងណាព្រាអរគុណគាត់នៅនឹងស្រាប់ណាអរគុណច្រើនបងខ្ញុំវាអត់ច្បាស់ដោយថាឃើញច្រើនបើលោកគ្រូធ្វើមិនមែនតិចទេមិនមែនតិចទំព័រណាច្រើនទំព័រទាំងអីរាប់រយទំព័រឡើយបាទដូចជាប្រមាណទំព័រហ្នឹងមិនតិចបាទអញ្ចឹងកន្លែងហ្នឹងគឺយើងអត់ធ្វើទេលោកគ្រូណាគាត់ណាកែកុំឲ្យទៅលេងនៅតែព្រៃភ្នៅលោកគ្រូណាកែមកដាក់វិទ្យាល័យយើងមកអនុវិទ្យាល័យយើងមកឲ្យនាយកសាលាយើងអីយើងតាមដំណើរមកប៉ុន្តែកន្លែងនេះបងណាននៅនឹងស្រាប់ចុះអាបន្ទុកនេះបងបើដាក់តាមបន្ទុកបងរកអត់ត្រូវមួយគាត់អត់បាច់ធ្វើអីទាំងអស់ហ្នឹងឲ្យគាត់ទុកចោលទៅអត់អីទេអញ្ចឹងណាអូខេនឹងយល់បងពីព្រោះវាពាក់ព័ន្ធមួយបន្ទុកដែរកន្លែងនេះអត់តន់ដែរអត់អីចំហចោលបានណាបាទអញ្ចឹងលោកគ្រូស្រាប់បានណាយើងអត់ធ្វើទេអាហ្នឹងយើងចំហរួចខ្លួនមួយធូនទ្រូងបន្តិចបាទអូខេយើងចប់អាហ្នឹងដូចជាអស់ហើយតាមចូលដល់ក្រោមណាលោកគ្រូម្លងមកអស់ចូលដល់ក្រោមទៀតអូខេអើយសង្ខេបខ្លីៗទៅបងបើសារពេលវេលាយើងដល់1ម៉ោងកន្លះហើយបងបាទអស់ហើយបងកន្លែងនេះចប់តែប៉ុណ្ណឹងទេខ្ញុំសង្ខេបអស់ទេបងវាលំអិតតិចកន្លែងមិនគាត់មើលទៅមានចម្ងល់អីគាត់សាកសួរបន្ថែមបាទឥឡូវយើងចប់ផែនការហ្នឹងដូចជាអស់តែប៉ុណ្ណឹងទេវាលឿនយូរតែអាមិញហ្នឹងទេបងអស់ម្ដងនេះយើងលេងអីមានអីទៀតចប់ហ្នឹងនេះចប់ហើយបងអញ្ចឹងកិច្ចការទីនេះបន្តិចដែរនេះអូខេនេះផែនការរៀនសូត្រអាមិញនៅពេលដែលលោកគ្រូបានធ្វើវិញនេះធ្វើផែនការសិស្សផែនការអីហ្នឹងលោកគ្រូចាប់ផ្ដើមយកឈ្មោះមកបញ្ចូលណាឈ្មោះបញ្ចូលតែឈ្មោះមកបញ្ចូលហើយលោកគ្រូគ្រីសនេះផែនការតើផែនការឈ្មោះហ្នឹងតើមានផែនការទេសិស្សហ្នឹងមានទេគ្រីសមានមេដាចូលរួមសញ្ញេដែររូបខាងលើវិញមេដាបៃតាសញ្ញេមេដាខ្ចីលុយមកខ្ចីអង្គការសាលារៀននេះខ្ចីសាលាខ្ចីទុនសាលាទៅពង្រឹងមួយកូនហ្នឹងគ្រីសមកហើយមានដល់ណាដល់ខែម៉ានគ្រីសតាមសញ្ញាហ្នឹងមកបាទបានបណ្ឌិតទីទាត់រៀនតឥឡូវយើងរៀនដល់ខែម៉ានបើលោកគ្រូបានខែ5បញ្ចេញបានទៀងទាត់លោកគ្រូគ្រីសដល់ខែ5មកបើលោកគ្រូមានត្រឹមខែ4គ្រីសខែ4មកបាទហ្នឹងមានតែប៉ុណ្ណឹងទេកន្លែងហ្នឹងអត់អីច្រើនទេហើយតាមថ្នាក់ហ្នឹងមកបាទមានបានថ្នាក់លោកគ្រូគ្រីសប៉ុណ្ណឹងទៅលោកគ្រូហ្នឹងដាក់ចូលមកតាមជាក់ស្ដែងណាអញ្ចឹងកិច្ចការហ្នឹងដូចជាចប់ហើយកិច្ចការទី2ហ្នឹងអត់មានអីទៀតទេបាទនេះមកបន្តិចកតុយចុងក្រោយគឺពីការបង្រៀននេះបាទកែបាក់ភាពនៅកែមកសាលាយើងមកហើយនេះយើងមើលតាមហ្នឹងមកហើយបងគ្រីសណាគាត់គ្រីសអាហ្នឹងអត់អីច្រើនទេបាទគំរូបងណានគាត់មានអាចគ្រីសតាមសញ្ញាគាត់មកអានទៅគ្រីសអានគ្រីសលោកគ្រូណាអត់អីទេអញ្ចឹងកិច្ចការទី2នៅក្នុងសកម្មភាពទាំង6ហ្នឹងយើងមានប៉ុណ្ណឹងខ្ញុំគិតថាលោកគ្រូអាចទទួលបានបើមិនបានចាំសួរគ្នាទៀតបាទអញ្ចឹងយើងចូលទៅកិច្ចការទី3ការធ្វើកិច្ចព្រមព្រៀងនេះអីគេកិច្ចការទី2ទៀតទី2 2ដងមកកន្លែងហ្នឹង
មើលសិន យកមកទី3យកមកទី3មក ទី2ទី3នេះទី3អានេះតា ហ្នឹងហើយ អត់ដល់2កន្លែងឃើញ2ដងទាញពីបង្ណានមកបានមើលដែរបាទទី2ទី3នេះងាយដែរហ្នឹងផែនការប្រតិបត្តិគណៈកម្មការគឺលោកគ្រូអ្នកគ្រូមានដែរអត់ប្រហែលអាហ្នឹងស៊ីផុយអាហ្នឹងគាត់បញ្ចូលបន្តិចទេបាទនេះកិច្ចការទីអានេះទី2វិញទេហើយទី2ឥឡូវយើងលុបអាទី2មួយចោលសិននេះកិច្ចការទី3ការបោះឆ្នោតជ្រើសរើសគណៈកម្មការថ្នាក់រៀនអញ្ចឹងលោកគ្រូរក្សារូបនឹងទុកក៏បានបើលោកគ្រូមានបោះឆ្នោតរូបលោកគ្រូយកមកដាក់ចូលដែរខ្ញុំដាក់ឲ្យចេញជារបស់ខ្ញុំមិនចង់ប្រើរបស់សាលាបង្ណានទេខ្លាចខូច credit បង្ណានអាហ្នឹងលោកគ្រូដាក់រូបយើងមកហើយលោកគ្រូមានសភៅគណៈកម្មការក្រុមសាលារៀនបើលោកគ្រូមានហើយធ្វើហើយស្អាតលោកគ្រូដាក់ចូលមកកុំដាក់នៅរបស់បង្ណានតែបើរបស់បង្ណានក៏គួរតែដូររូបភាពទៅជាសាលាយើងដែរកុំនៅរូបភាពសាលាបង្ណានណាបាទហើយកែទៅតាមនឹងជាក់ស្ដែងដាក់សាលាយើងមកទាំងអស់គ្នាមកបាទហើយមកតទៅទៀតនេះបាទលោកគ្រូមានហើយគណៈកម្មការគ្រប់គ្រងសាលារៀនមានប្រមាណអ្នកអាចយ៉ាងតិចក៏11នាក់ដែរ7ទៅ11នាក់ណាបានបន្ទុកច្រើន7មកគ្រប់11នាក់មានបន្ទុកច្រើននេះលោកគ្រូដាក់តាមដូចគេមកមានគំរូស្រាប់ហើយលោកគ្រូដាក់ចូលមកប៉ុន្តែការដាក់នោះលោកគ្រូត្រូវមានលិខិតបង្កប់ការតែងតាំងឲ្យទទួលស្គាល់ត្រឹមត្រូវផងកុំនឹកឃើញគេដាក់គាត់ដឹងខ្លួនណាបាទហើយអានេះលោកគ្រូមានហើយខ្ញុំគិតថាមានអស់លោកគ្រូដាក់តាមហ្នឹងអត់អីទេសភៅគណៈកម្មការយើងដាក់ទាំងមូលចូលមកនេះបាទហ្នឹងហើយអញ្ចឹងមានអីទេកន្លែងហ្នឹងគឺងាយទេចូលដល់គណៈកម្មការថ្នាក់ដល់គណៈកម្មការថ្នាក់មកនេះគណៈកម្មការថ្នាក់រៀនបាទតិចបងកន្លែងហ្នឹងពេលដែលលោកគ្រូធ្វើរួចហើយឥឡូវបើសិនជាយើងធ្វើបំពេញដូរឈ្មោះដូរអីហើយវាអត់ទាន់មានត្រាទទួលស្គាល់បងញ៉ៃទៅកន្លែងស្រាត្រាតិចបងមិនហៀបាទចូលទទួលស្គាល់ដូចទៅលើវិញតិចមកសាលាបំណានក៏អត់ទាន់ឃើញដាក់ចូលអត់ទាន់មានត្រាក្នុងនោះដែរហ្នឹងហើយខ្ញុំសុំបន្តិចកន្លែងហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូដែលធ្វើហើយលោកគ្រូព្រីនមកឲ្យលោកនាយកចុះហត្ថលេខាបន្ទាប់មកមានមេឃុំនឹងកាលអប់រំស្រុកបាទអ្នកធ្វើដែនដីហើយកាលអប់រំស្រុកមកបន្ទាប់មកលោកគ្រូត្រូវរក្សាទុកវិជាហាតនៅក្នុងសាលាលោកគ្រូដែរដើម្បីជាភស្តុតាងមួយសម្រាប់សាលាលោកគ្រូព្រោះឯកសារទាំងអស់ហ្នឹងសុទ្ធតែមានប្រយោជន៍ទាំងអស់អញ្ចឹងសូមឲ្យបើសិនជានៅក្នុងសោសនេះលោកគ្រូមានត្រាត្រឹមត្រានយោលោកគ្រូអាចមានហើយជាត្រាអនឡាញដាក់ចូលមកនោះជាក្នុងសោសប៉ុន្តែក្នុងហាតលោកគ្រូត្រូវតែសញ្ញេទាំង3កន្លែងហ្នឹងគ្រូទាំងនាយកទាំងមេឃុំទាំងកន្លែងអប់រំស្រុកឬក៏អាចដល់អភិបាលស្រុកទៀតក៏កាន់តែល្អដែរអញ្ចឹងគ្រូអានោះទុកលើសាលាលោកគ្រូអរគុណច្រើនគ្រូបាទបានថាដល់កាន់តែខ្ពស់កាន់តែមានតម្លៃហើយនេះគណៈកម្មការថ្នាក់រៀនលោកគ្រូណាយើងបោះជ្រើសរើសគណៈកម្មការថ្នាក់រៀនគ្រូកសាងមកអានេះគេមានស្រាប់ទេអត់អីទេលោកគ្រូក៏បញ្ចូលទម្រង់មកអានេះរចនាសម្ព័ន្ធគណៈកម្មការថ្នាក់រៀនលោកគ្រូមានមកមានប្រធានហ្នឹងជាសហគមន៍អានេះជាគ្រូបន្ទុកថ្នាក់អនុប្រធានហ្នឹងហើយមកបានមានតំណាងមេដាបេដាសិស្សហើយនឹងសិស្សបាទចូលរួមតាមហ្នឹងមកមានយ៉ាងហោចណាស់7នាក់បាទនៅក្នុងប្រព័ន្ធយើងដាក់7អញ្ចឹងលោកគ្រូមានតាមហ្នឹងអានេះសកម្មភាពកន្លែងនេះគឺយើងគ្រីសថាតើតេស្តដើមឆ្នាំលោកគ្រូធ្វើនៅខែណាលោកគ្រូគ្រីសវាមកឬក៏គ្រូចាក់ពណ៌បាទបើគ្រីសបានក៏គ្រីសទៅចាក់ពណ៌ក៏ចាក់ពណ៌ទៅអាចល្អគ្រីសទៅឧទាហរណ៍តេស្តដើមឆ្នាំលោកគ្រូធ្វើនៅខែណាខែ10ឬខែ11អញ្ចឹងលោកគ្រូគ្រីសខែ11មកហើយចូលរួមដឹងឮគ្រប់ត្រធ្វើផែនការសិស្សខែណាខែ12បើនៅតេស្តខែ11ធ្វើផែនការសិស្សចាប់ពីខែ12មកលោកគ្រូគ្រីសខែ12មកដឹងឮផែនការ3ឆ្នាំមួយឆ្នាំផុសគ្រូខែ12គ្រីសខែ12ដែរមកបាទអញ្ចឹងទៅទៀតណាលោកគ្រូឬក៏កន្លែងហ្នឹងយើងអាចរៀបចេញពីខែ10ទៅមុនពីនេះទៅមុនក៏បានដែរយ៉ាងម៉េចបងណានអីដាក់ខែ1ទៅតាមតាណាគេទៅកុំឲ្យរើបងបាទហើយអានេះដែរមកជាក់ស្ដែងដែលយើងធ្វើមកបាទជាក់ស្ដែងណាអានេះគ្រូបន្ទុកថ្នាក់អានេះនាយករដ្ឋបាលនាយកសាលាហើយមកគណៈកម្មការគ្រប់គ្រងសាលារៀនណាមែននេះគណៈកម្មការគ្រប់គ្រងសាលារៀនអញ្ចឹងឲ្យគាត់សញ្ញេទាំងអស់មកបាទ
អានេះភារកិច្ចទេអញ្ចឹងយើងមានអានេះឧបសម្ព័ន្ធណាឧបសម្ព័ន្ធនេះគឺឧបករណ៍សម្រាប់ពិនិត្យតាមដាននិងវាតម្លៃលទ្ធផលរបស់កិច្ចការបាទអញ្ចឹងដូរតែឈ្មោះមកដូរតែឈ្មោះគណៈគ្រប់គ្រងសាលាមកហើយផែនការនេះយកតាមសាលាបងណានទៅអត់អីទេមិនបាច់កែប្រែទេត្រីមាសទី1ធ្វើអីត្រីមាសទី2អីធ្វើតាមសាលាគេជោគជ័យហើយយើងធ្វើតាមសាលាមេបរៃទៅមិនខុសទេបាទហើយអានេះដូចគ្នាដែរកែឈ្មោះសាលាយើងមកហើយមេតាបិតាសិស្សណាគេសួរពីអីយើងឆ្លើយតាមហ្នឹងមើលតាមខំសាងលើគេសួរចង់បានអីនេះតារាងកត់ត្រាមេតាបិតាសិស្សអាណាព្យាបាលមកអង្គុយសង្កេតសកម្មភាពកូនរៀននិងការបង្រៀនគ្រូនៅថ្នាក់សង្កេតតាមម៉ោងអញ្ចឹងកន្លែងហ្នឹងបើសិនជាម៉ែឪសិស្សណាមកសេឈ្មោះគាត់ហើយគាត់មកសង្កេតក្នុងណាត្រីមាសទី1ត្រីមាសទី2ហ្នឹងហើយមាន1 2 3ទៅតាមសញ្ញាសម្គាល់គេឲ្យយើងមួយកន្លែងមួយស្អីគេពីអីគេយើងមើលនៅក្រោមនេះជាមានណាបាទត្រីមាសទី1ឯងមានន័យថា1ហ្នឹងនៅក្នុងខែត្រីមាសទី1មានខែមករាខែ11 12និងខែ1អញ្ចឹងតើឈ្មោះម៉ែឪមួយហ្នឹងគាត់មកមើលសង្កេតកូននៅក្នុងត្រីមាសទី1នៅក្នុងខែណាបើគាត់មកគ្រប់ខែគ្រីគ្រប់ខែបើគាត់មកតែខែណាគ្រីខែហ្នឹងណាហើយមានប្រមាណអ្នកគ្រីប៉ុណ្ណឹងទៅអាចតារាងនេះអាចបន្ថែមចំនួនបានទៀតតិចថោមានតែ6នាក់គាត់មកដល់ទៅ20នាក់ខ្ញុំត្រសេណាបានអញ្ចឹងលោកគ្រូថែមណាតារាងអត់ងាប់ទេតារាងរួបតទៅទៀតណាកត់ត្រាចំនួនកត់ត្រាអនុវត្តផែនការសកម្មភាពរបស់គណៈកម្មការក្នុងសាលារៀនបាននៅផែនការគណៈកម្មការក៏ធ្វើផែនការជាមួយនាយកនេះមានពណ៌ខុសស្រេចហើយយើងដូរទៅឈ្មោះខាងលើមកចប់ហើយអត់អីទេកន្លែងហ្នឹងបាទមកទៀតតារាងនេះកត់ត្រាលទ្ធផលជះនៃសាលារៀនបានរៀបចំការបោះឆ្នោតជ្រើសរើសកកថនិងកកសបានមកចត់អាហ្នឹងយើងមើលតាមជាក់ស្ដែងមកហើយអានឲ្យគ្រូគ្រីណាគេឲ្យគ្រីចឹងគ្រូអានគ្រីអត់អីទេកន្លែងហ្នឹងខ្ញុំមិនជារំអិតច្រើនទេបាទអញ្ចឹងដូចជាមិនអីច្រើនទេប៉ុណ្ណឹងមានតែប៉ុណ្ណឹងទេណាកិច្ចការទី3នេះគឺងាយទេបាទចូលដល់កិច្ចការទី4កិច្ចព្រមព្រៀងបាទកិច្ចព្រមព្រៀងរៀងតិចណាបាទកិច្ចព្រមព្រៀងវារៀងពិបាកជាងមិនបន្តិចប៉ុន្តែมันជាពិបាកប្រហែលនេះឲ្យតែគ្រូមានផែនការធ្វើកិច្ចព្រមព្រៀងបានណាបាទនេះកិច្ចព្រមព្រៀងក្រោយពីយើងបានផែនការហើយយកមកធ្វើកិច្ចព្រមព្រៀងបាទអញ្ចឹងនេះគាត់ប្រជុំធ្វើកិច្ចព្រមព្រៀងគ្នាគាត់នេះបាទធម្មតាទេយើងធ្វើអីក៏ដោយលោកគ្រូអ្នកគ្រូតើមានកិច្ចព្រមព្រៀងតែមិនមានកិច្ចព្រមព្រៀងធ្វើរត់ទៅបាត់រៀនពាក់កណ្ដាលរត់ចោលយើងបាត់ទៅធ្វើអ្វីបាទនេះកិច្ចព្រមព្រៀងរវាងលទ្ធផលការងារប្រចាំឆ្នាំរបស់ឯណានេះគ្រូមុខវិជ្ជាបាទគ្រូមុខវិជ្ជាអញ្ចឹងដាក់មកមានតាមជាក់ស្ដែងតាមរូបផុសគេមកអត់អីទេហានេះលទ្ធផលរំពឹងទុកណាលទ្ធផលការសិក្សាស្តង់ដារទី1លទ្ធផលរបស់សិស្សកើនឡើង ABC អញ្ចឹងមុខវិជ្ជាគណិតបាទមុខវិជ្ជាគណិតគ្រូគណិតនេះណាគ្រូគណិតគាត់បានដើមឆ្នាំគាត់បានប្រមាណគាត់មកឲ្យគាត់គ្រោងចង់បានប្រមាណនៅចុងឆ្នាំបាទទៅតាមផែនការដែលគាត់ធ្វើគ្រោងមិញណាគាត់ចង់បានអញ្ចឹងលទ្ធផលសម្រេចចំហចោលសិនបាទថ្នាក់ទី8កគ្រូគណិត8កគ្រូគណិត8ខដូចគ្នាដែរគាត់បរៀន8ក8ខអញ្ចឹងគាត់ដើមឆ្នាំបានប្រមាណទៅសេជាក់ស្ដែងគ្រោងយកប្រមាណទៅតាមគាត់គ្រោងដាក់ចុងឆ្នាំចំហចោលសិនបាទអញ្ចឹងនេះដូចគ្នាគ្រប់មុខគ្រប់ថ្នាក់គ្រប់កម្រិតគឺធ្វើមិនខុសគ្នាទេដូចគ្នាទេបាទនេះទី2សកម្មភាពប្រសិទ្ធភាពនៃការបង្រៀនហ្នឹងកន្លែងហ្នឹងអត់អីគឺគាត់តែអានទៅមានស្រាប់ណាអត់ពិបាកទេបញ្ចូលតែលើមិនទេហើយបាត់ចូលដល់កិច្ចព្រមព្រៀងគ្រូបន្ទុកថ្នាក់អញ្ចឹងមិនគ្រូមុខវិជ្ជាអានេះគ្រូបន្ទុកថ្នាក់អញ្ចឹងគ្រូអានឲ្យដូរឈ្មោះទៅគឺតាមហ្នឹងមកនេះថ្នាក់ទី8កវិញមកថ្នាក់កម្រិតថ្នាក់តើចង់បាន A ប្រហែល B ប្រហែលដើមឆ្នាំដែលយើងរកឃើញហ្នឹងឥឡូវយើងគ្រោងថ្នាក់ហ្នឹងចង់បាន A B C ប្រហែលនៅចុងឆ្នាំជាក់ស្ដែងប្រហែលអញ្ចឹងយើងតាមជាក់ស្ដែងណាបាទអញ្ចឹងផែនការគ្រូបន្ទុកថ្នាក់ចប់ហើយចូលដល់កិច្ចព្រមព្រៀងគ្រូទទួលបន្ទុកកម្រិតថ្នាក់ដែលខ្ញុំនិយាយខាងដើមមិញមានគ្រូបន្ទុកថ្នាក់ទទួលថ្នាក់គ្រូនៅបារោយើងទទួលកិច្ចព្រមព្រៀងកម្រិតថ្នាក់អញ្ចឹងគាត់ត្រូវធ្វើកិច្ចព្រមព្រៀងដែរកិច្ចព្រមព្រៀងមួយគ្នាគាត់ដែរប៉ុន្តែតែគាត់ថាខ្ញុំអត់បរៀនផងខ្ញុំធ្វើកិច្ចព្រមព្រៀងមិនអាហ្នឹងវាទៅតាមជាក់ស្ដែងលោកគ្រូជជែកគ្នាទៅបាទអញ្ចឹងយើងយកលទ្ធផលថ្នាក់មកកម្រិតថ្នាក់ទី7ឬទី8នេះបូកបញ្ចូលគ្នាប្រហែលថ្នាក់ហ្នឹងយកទៅធ្វើកិច្ចព្រមព្រៀងនេះឃើញទេ
ដល់ទៅ100អ្នកជាងនេះមុខវិជ្ជាភាសាខ្មែរមួយគាត់មាន3កម្រិតថ្នាក់ចឹងបូកបញ្ចូលគ្នាមក3ថ្នាក់មួយកម្រិតហ្នឹង3ថ្នាក់បូកបញ្ចូលគ្នាមកហើយធ្វើកិច្ចព្រមព្រៀងដែរអាហ្នឹងគ្រូកម្រិតថ្នាក់ចឹងបន្ទាប់ពីគ្រូកម្រិតថ្នាក់មកកិច្ចព្រមព្រៀងឯទៀតនេះកិច្ចព្រមព្រៀងមានកិច្ចព្រមព្រៀងគ្រូ IT បាទអញ្ចឹងគ្រូ IT ក៏មានកិច្ចព្រមព្រៀងដែរពីព្រោះមានបបពិសោធន៍គាត់ធ្វើការបានពាក់កណ្ដាលគាត់ដូរ IT គាត់ថាគាត់លែងធ្វើខឹងការងារច្រើនពេករត់ចោលនាយកមើលអានោះនាយកវិញបានអញ្ចឹងធ្វើកិច្ចព្រមព្រៀងគ្នាហើយដិតមេដៃហើយសិនបាទនេះកិច្ចព្រមព្រៀងអញ្ចឹងកិច្ចព្រមព្រៀង IT ក៏ណាគ្រីនេះអត់មានអីច្រើននេះគ្រូបរិញ្ញាទេបាទអញ្ចឹងចាប់ដើមគ្រីទៅតាមលក្ខខណ្ឌតាមការអានមកតទៅទៀតកិច្ចព្រមព្រៀងនាយករងបច្ចេកទេសបាទនាយករងបច្ចេកទេសទៅធ្វើកិច្ចព្រមព្រៀងជាមួយនាយកកាន់ការងារច្បាស់ទៅមានកិច្ចព្រមព្រៀងនេះហើយបាទអញ្ចឹងយកលទ្ធផលមុខវិជ្ជាគ្រូមុខវិជ្ជានោះមកធ្វើកិច្ចព្រមព្រៀងលទ្ធផលកម្រិតសាលារៀនមួយមកធ្វើកិច្ចព្រមព្រៀងជាមួយនឹងនាយកបាទបន្ទាប់មកទៀតកិច្ចព្រមព្រៀងនាយកបាទមានកិច្ចព្រមព្រៀងនាយកមួយទៀតជាមួយនឹងកកសនេះកិច្ចព្រមព្រៀងនាយកណាបាទអញ្ចឹងទាំងអស់នេះសុទ្ធតែជាកិច្ចព្រមព្រៀងបាទអញ្ចឹងគាត់អានគ្រីលោកគ្រូអត់ប្រវត្តិទេគាត់ថាมันជាលំបាកទេកន្លែងហ្នឹងអញ្ចឹងខ្ញុំគិតថាចប់កិច្ចការទី4ចូលកិច្ចការទី5ការណែនាំពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាសិស្សអានេះរៀងសាំញ៉ាំតិចពាក់ព័ន្ធមួយតារាង15/5បាទអញ្ចឹងរៀងសាំញ៉ាំតិចដែរប៉ុន្តែมันជាអីទេគ្រូពិនិត្យមើលទៅអានេះលោកគ្រូមានទេកន្លែងនេះលោកគ្រូខ្ញុំគិតថាលោកគ្រូមានទេមិនអត់ទេរចនាសម្ព័ន្ធក្រុមប្រឹក្សាសិស្សណាក្រុមប្រឹក្សាសិស្សខ្ញុំសិលមិញសិលថ្ងៃ26ខាងយុគឋានទឹកចុះមកដែរពីបញ្ហាក្រុមប្រឹក្សាសិស្សគាត់ចុះមកពិនិត្យអញ្ចឹងគាត់ថាអូខេមានល្អបាទអាមិញក្រុមប្រឹក្សាសិស្សថ្នាក់អានេះក្រុមប្រឹក្សាសិស្សសាលារៀនយកតាមថ្នាក់មកបញ្ចូលគ្នាបូកបញ្ចូលគ្នាមកធ្វើជាក្រុមប្រឹក្សាសិស្សសាលារៀនបាទហើយបន្ទាប់មកទៀតបានមកប្រើតារាងនេះបាទតារាងទី1គឺយើងប្រើតារាង15/5អញ្ចឹងលោកគ្រូយកទៅអានទៅអត់អីទេអានគ្រីមើលតាមជាក់ស្ដែងណាខ្ញុំមកបញ្យល់ច្រើនទេពីព្រោះជាតារាងនេះបញ្យល់ក៏បញ្យល់ចេញដែរហើយលោកគ្រូតារាងអាចទាញបរិបរួមបានជាក់ស្ដែងដែរលោកគ្រូថាទូចពេកចំចង់ឲ្យធំធ្វើម៉េចចាប់ទាញវាអញ្ចឹងមកធំហីបាទហើយអានេះគឺកនេះសរសេរឈ្មោះសិស្សឈ្មោះអ្នកទទួលខុសត្រូវទេបាទអញ្ចឹងតារាងកិច្ចការទី5មានប៉ុណ្ណឹងក៏សន្មតថាចប់ដែរចូលកិច្ចការទី6នេះកិច្ចការទី6នេះរៀងសាំញ៉ាំតិចដោយសារយើងធ្វើជាកិច្ចការប្រជុំយកនិទេស ABC មកបញ្ចូលប៉ុន្តែបើមាននៅអាកិច្ចការទី1ហើយអាកិច្ចការទី6នេះក៏មិនជាប្រវាក់ដែរសំខាន់រកនិទេស ABC ឲ្យឃើញនេះបាទអានេះដូចគ្នាមិនដែរបើលោកគ្រូទុករូបក៏ទុកទៅមិនទុកក៏លោកគ្រូដាក់រូបលោកគ្រូដាក់ចូលមកតែបើគ្មានទេទុកផកគេទៅណាបាទអញ្ចឹងចេញដំណើរទី1គឺការវិភាគបាទការវិភាគប្រជុំតាមដាននេះលោកគ្រូដាក់ការវិភាគមកតាមសាលាគាត់នឹងក៏បានលោកគ្រូកំណត់លោកគ្រូថាខ្ញុំមានការវិភាគប្រជុំមកខ្ញុំរួចហើយខ្ញុំបានតែសេកំណត់ហេតុនៅសាលាខ្ញុំហើយអញ្ចឹងលោកគ្រូឆ្នៃទៅតាមជាក់ស្ដែងសាលាលោកគ្រូដែលកំពុងតែប្រព្រឹត្តបាទកុំយកផកគេពីព្រោះតែយកផកគេវាក់កែផកយើងតាមផកគេហើយបាទអានេះមកកំណត់ហេតុប្រជុំលោកគ្រូដូរមកឈ្មោះវិទ្យាល័យបេតតេនមកអនុវិទ្យាល័យយើងមកបាទដូចបងណានមិញគាត់តែព្រៃភ្នៅតែចេញមកនេះព្រៃតេនបងណានកែមិនទាន់អស់ដែរអញ្ចឹងប្រាក់វិធីដូរមកសាលាលោកគ្រូមកហើយក្រុមប្រឹក្សាសិស្សមានប្រមាណអ្នកចូលរួមគ្រូបន្ទុកថ្នាក់មានប្រមាណអ្នកគ្រូមុខជាមានប្រមាណលោកគ្រូដាក់ជាក់ស្ដែងបាទអញ្ចឹងដាក់តានោះមកអត់អីទេកន្លែងទៅទេអត់មានប្រវាក់អីគ្រូអានទៅរួចហើយអញ្ចឹងអត់អីទេមកកន្លែងនេះតែជារបាយការណ៍អញ្ចឹងរបាយការណ៍លោកគ្រូធ្វើកន្លែងនេះគឺយើងរបាយការណ៍ដើម្បីបញ្ជូនប្រចាំត្រីមាសអញ្ចឹងដាក់មកសាលាយើងមកដូរឈ្មោះឲ្យត្រូវមកហើយរបាយការណ៍នេះយើងធ្វើផែនការគ្រោងយកចេញពីអាគ្រោងយើងដែលយើងធ្វើត្រីមាសទី1ផែនការនោះគឺកម្រិតសាលារៀននេះរបាយការណ៍កម្រិតសាលារៀនណាគ្រោងណាតើគ្រោងឈរមាសត្រីមាសទី1ហ្នឹងនេះ 2% 5% ដែលជាភាគរយមានស្រាប់ហ្នឹងបាទភាគរយមានស្រាប់ហ្នឹងលោកគ្រូឆ្នាំទី1លោកយើងគុណមកតើត្រីមាសទី1លោកគ្រូយកប្រមាណអ្នក A ប្រមាណអ្នក
B ប្រមាណអ្នក C តាមនឹងមកត្រីមានទី1ត្រីមានទី2ហ្នឹងលោកគ្រូធ្វើឲ្យបានតែត្រី3ត្រីមានទៅសម្រាប់ហើយជាក់ស្ដែងលោកគ្រូមើលបន្ទុកជាក់ស្ដែងខ្ញុំមកដាក់បាទបន្ទុកជាក់ស្ដែងខ្ញុំមកដាក់អញ្ចឹងបន្ទាប់មកទៀតដំណោះស្រាយបញ្ហាប្រឈមខ្វះគ្រូបើខ្វះគ្រូប្រឈមធ្វើម៉េចរើសគ្រូមុខវិជ្ជាផ្សេងមកបរៀនជំនួសគ្រូមុខវិជ្ជាហ្នឹងអញ្ចឹងផលសម្រេចអាចរំពឹងថាបានយ៉ាងម៉េចអាចសម្រេចបាន 100% ទៅបើយើងយកគ្រូមុខវិជ្ជាផ្សេងមកជំនួសគ្រូមុខវិជ្ជាហ្នឹងអញ្ចឹងលទ្ធផលប្រហែលជាវាអត់ទៅដល់គោលដៅ 100% ទេអញ្ចឹងវាមានការខ្វះចន្លោះហើយណាអញ្ចឹងលោកគ្រូដាក់ខ្លួនឯងបាទអញ្ចឹងបន្តមកទៀតតារាងកត់ត្រាប្រជុំតាមដានប្រចាំខែត្រីមាសបាទប្រចាំខែដឹកនាំដោយកកសនាយកត្រីមាសដឹកនាំដោយកកសបាទអញ្ចឹងលោកគ្រូមើលមកមានអ្នកទទួលខុសត្រូវមានអីទៅតាមដំណើរមកហើយអានេះក៏គ្រីសទេតែយើងបានប្រជុំបានអីលោកគ្រូគ្រីសមកអត់អីទេអាហ្នឹងចប់លោកគ្រូមានតែប៉ុណ្្នឹងទេកិច្ចការរបស់យើងដូចជាលឿនដែរបាទมันជាច្រើនទេសំខាន់មានតរន័យនៅក្នុងប្រព័ន្ធផែនការសន្លឹកកិច្ចការទី1ឲ្យតែទី1មានដូចជាអាចមានច្រើនណាស់លោកគ្រូបាទអញ្ចឹងខ្ញុំសូមប៉ុណ្្នឹងសូមបកគលទៅឲ្យបងអូនផាវិញដើម្បីបើសិនជាមេនៅអាចមេចូលរួមបើមេមិននេះទេមានបងអូនផានៅជាតំណាងណារាប់មេជាប់នៅតាមសាលាមិញដែរណាបាទអញ្ចឹងអូនផាខ្ញុំសូមចូលរួមបន្តិចបងបាទបានជើញបងហ្នឹងហើយជាបឋមសូមគោរពលោកគ្រូសេងសុខាធានកន្លែងប្រជុំនៃមន្ទីរអប់រំយុវជនកីឡាសូមគោរពលោកនាយករងលោកគ្រូអ្នកគ្រូទូមទុក ICT សាលាគម្រោងជាតិទាំងអស់សូមគោរពសូមប្រធា ICT ខេត្តព្រៃវែងអញ្ចឹងដូចនិយាយវិញយើងបានឃើញមកហើយខ្ញុំគិតថាប្រហែលជាលោកគ្រូអ្នកគ្រូយល់ថាកិច្ចការនេះច្រើនបាទយល់ថាច្រើនតាមពិតកិច្ចការនេះបើសិនជាយើងបានជួបជុំគ្នាស្រុកស្រួលគ្នាសម្រាប់ការប្រជុំតាំងពីដើមមកដូចថ្ងៃនេះយើងមានវត្តមានការចូលរួមប្រជុំច្រើនបែបនេះខ្ញុំគិតថាកិច្ចការនេះមិនលំបាកទេពួកយើងចាប់ផ្ដើមធ្វើចាជាចូល2ខែ3ខែហើយតាំងពីមុនចូលឆ្នាំដែលយើងបែងចែកកិច្ចការគម្រោងជាតិហ្នឹងសាលាដែលដឹងថាចូលគម្រោងជាតិហើយក្រោយពីចូលឆ្នាំមកក៏យើងមានការប្រជុំប្រចាំសប្តាហ៍រៀងរាល់សប្តាហ៍ដូចគ្នាដែរអញ្ចឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូគុំមានអារម្មណ៍ថាកិច្ចការនឹងច្រើនតាមពិតកិច្ចការនឹងបើយើងអនុវត្តបណ្ដាទៅយើងបានកិច្ចការនឹងមកហើយសូមលើកទឹកចិត្តថាឲ្យលោកគ្រូអ្នកគ្រូកសាងឯកសារដែលមានស្រាប់ព្យាយាមក្នុងការកសាងឯកសារឲ្យមានគ្រប់គ្រាន់ព្រោះចាប់ពីថ្ងៃនេះទៅទោះជាលោកគ្រូចង់ឬមិនចង់ក៏យើងត្រូវតែធ្វើកិច្ចការនេះមិនអាចថាយើងទទួលហើយមិនធ្វើឬក៏រារែកក្នុងការសម្រេចចិត្តថានឹងធ្វើក៏វាពិបាកដែរអញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូតាំងចិត្តថានឹងធ្វើហើយព្យាយាមធ្វើឲ្យឆ្ងល់កន្លែងណាពាក់ព័ន្ធការលំបាកកន្លែងណាអីផ្សេងអាចតាក់ទងក្រុមការងារមានលោកគ្រូសេងសុខាជាប្រធានកន្លែងប្រជុំមានលោកគ្រូសិនសុផាមន្ត្រីកាលឯមជុំមានបងសូតភាជាគ្រូបង្គោល ICT របស់គម្រោងនឹងនៅក្នុងខេត្តព្រៃវែងយើងហើយក៏ដូចខ្ញុំមានវូវ៉ាន់ណានបាទដែលគាត់ជាអ្នកអនុវត្តកិច្ចការមុនសម្រាប់ដូចខ្ញុំអីខ្ញុំមិនចេះជាឡើងអីដោយលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែរគាត់ថាខ្ញុំបានអនុវត្តកិច្ចការនឹងមុនលោកគ្រូអ្នកគ្រូតាំងពីគម្រោងស៊ីបបន្តរហូតដល់ជីបឥឡូវយើងដល់ជីប AS ទៀតឡើងបន្ថែមមកថ្មីនេះអញ្ចឹងសង្ឃឹមថាកិច្ចការទាំងអស់យើងធ្វើបានហើយសូមឲ្យលោកគ្រូអ្នកគ្រូថាធ្វើមិនទាន់ឬមិនទាន់វ័យលៃរកដល់យ៉ាងណាឯកសារឲ្យមាននៅក្នុងសុខបាទឬក៏សុខជាហាតអីមួយចំនួនទៀតដើម្បីដាក់ជូនដាក់ទៅហើយសូមឲ្យថ្ងៃទៅសាលានៅសៀមរាបហ្នឹងសូមកុំភ្លេចកុំព្យូទ័របាទជិះវាងភ្លេចកុំព្យូទ័រព្រោះជំនាន់មុនមានសាលាដូចជាសង្កែតាមចាំដូចសង្កែក៏ទៅភ្លេចអត់បានយកកុំព្យូទ័រទៅបាទអញ្ចឹងគឺដាច់ខាតត្រូវតែមានកុំព្យូទ័រដែលអាចប្រើប្រាស់អ៊ីនធឺណិតបានហើយលោកគ្រូICT ត្រូវតែមានសមត្ថភាពក្នុងការ
ធ្វើកិច្ចការពាក់ព័ន្ធនឹងកិច្ចការទាំងអស់នេះមាន Word Excel អត្ថបទអីហ្នឹងឲ្យរបៀបរវៃក្នុងការធ្វើកិច្ចការហ្នឹងព្រោះ2ថ្ងៃយើងធ្វើកិច្ចការ6មិនតិចហើយក៏មិនច្រើនដែរមិនតិចមិនច្រើនមានន័យថាម៉េចបើសិនជាយើងមានឯកសារគ្រប់គ្រាន់វាមិនច្រើនទេតែបើសិនយើងខ្វះវិញកុំថាឡើយ2ថ្ងៃបាទមួយសប្តាហ៍ក៏យើងធ្វើអត់ហើយដែរច្រើនដែរអញ្ចឹងយើងនឹងមានក្រុមការងារនៅកន្លែងសិក្ខាសាលានឹងមានក្រុមការងារដើម្បីជួយលោកគ្រូអ្នកគ្រូបន្ថែមទៀតទៅលើកិច្ចការទាំងអស់ហ្នឹងសូមលោកគ្រូអ្នកគ្រូធ្វើបដាទៅយ៉ាងហោចណាស់បានខ្លះដែរដើម្បីកុំឲ្យយើងទៅទេស្អាតឬក៏មិនឆ្លើយថាមិនដឹងរឿងអីហ្នឹងគឺខ្ញុំគិតថាมันអាចឆ្លើយយ៉ាងរួចខ្លួនទេលោកគ្រូបាទអញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូកុំភ្លេចកុំព្យូទ័រទី1បាទហើយទី2ក៏គឺព្យាយាមធ្វើហើយឆ្ងល់ស៊ូបាទហើយបន្តទៀតយើងនឹងរួមគ្នាធ្វើកិច្ចការនឹងបន្តទៀតទាំងអស់គ្នាដើម្បីការអប់រំនៅមជ្ឈមសាស្ត្រក្នុងខេត្តព្រៃវែងយើងក៏ដូចជាក្នុងប្រទេសកម្ពុជាយើងទាំងមូលបាទសូមអរគុណសូមជូនប្រធាននីតិទៅបងសុភាបាទដើម្បីបន្តដើម្បីបាទអរគុណច្រើនបងណានបងរតដែលជា Co-master របស់ខេត្តដែលជាគ្រូបង្គោលថ្នាក់ខេត្តបាទជួយសមត្ថភាពទៅលើកិច្ចការនេះអញ្ចឹងដូចបងបុរតគាត់មានប្រសាសន៍មកអញ្ចឹងសម្រាប់រាល់បញ្ហាទាំងឡាយដែលលោកគ្រូមានបញ្ហាត្រូវតាក់ទងពេលដែលលោកគ្រូបើកប្រព័ន្ធទៅប្រព័ន្ធសកម្មភាពនៅខាងក្បាលខាងលើប្រព័ន្ធហ្នឹងមានឈ្មោះបាទមានឈ្មោះលេខទូរស័ព្ទក្រុមការងារសម្រាប់អ្នកតំណងអញ្ចឹងបាទលោកគ្រូពាក់ព័ន្ធនឹងការងារបច្ចេកទេសផ្នែកបច្ចេកទេសធ្វើការបញ្ចូលអីតាក់ទងមកខ្ញុំបាទលោកគ្រូពាក់ព័ន្ធទៅលើបច្ចេកទេសនៃការធ្វើដឹកនាំតាអាហ្នឹងវាធ្វើយ៉ាងម៉េចពីឋានៈណាអាចតាក់ទងទៅបងរតឬក៏បងណានដែលគាត់មានសមត្ថភាពផ្នែកនេះស្រាប់បាទផ្នែកស្រាប់គាត់អាចតំណងជួយលោកគ្រូបានអញ្ចឹងដូចបងណារតមានប្រសាសន៍ថាយើងតែងតែចាំជួយជានិច្ចបាទឲ្យតែលោកគ្រូធ្វើហើយសាលាមួយនឹងត្រូវតែធ្វើទាំងអស់គ្នាមិនអាចថាសាលាណាមួយមិនធ្វើទេបាទអញ្ចឹងខ្ញុំសូមប្រគល់ឲ្យទៅអូនផាបាទដើម្បីគ្រប់អញ្ជើញមេបិទតែម្ដងអូនផាលឺបងលឺបាទអរគុណច្រើនបងខ្ញុំសូមចូលរួមបន្តិចហើយដោយសារខ្ញុំឃើញលោកប្រធានឬអត់ទាន់ចាក់ចេញទេអញ្ចឹងបើលោកប្រធាននេះអាចចាំមើលលោកប្រធានបិទប៉ុន្តែខ្ញុំសូមចូលរួមមួយចំណុច2សូមអរគុណច្រើនសម្រាប់ការចូលរួមថ្ងៃនេះបងហើយសូមស្នើសុំថាចាប់ពីពេលនេះតទៅត្រូវបងត្រូវគិតថាកិច្ចការងាររបស់យើងត្រូវអនុវត្តហើយទី1កិច្ចប្រជុំយើងមានរៀងរាល់សប្តាហ៍ហើយជាពិសេសគណៈអប់រំជាមួយនឹង ICT ត្រូវចូលជាប់ជាប្រចាំនៅក្នុងកិច្ចប្រជុំរៀងរាល់សប្តាហ៍គឺថ្ងៃអង្គារយើងពិនិត្យវឌ្ឍនភាពប្រព័ន្ធដែលយើងបានបញ្ចូលនៅក្នុងប្រព័ន្ធ chip របស់យើងហើយម៉ោង2ម៉ោង3ថ្ងៃអង្គារហើយដល់ពីថ្ងៃសុក្រតំបន់5របស់យើងរសៀលឲ្យល្ងាចម៉ោង7 8យប់ប៉ុន្តែអាហ្នឹងជាការជាក់ស្ដែងហើយក៏លើកទឹកចិត្តឲ្យចូលរួមដើម្បីបានដឹងថាពេលថ្ងៃសុក្រយប់នោះគឺយើងប្រជុំមាន4ខែតំបន់5របស់យើងហ្នឹងហើយលើកទឹកចិត្តឲ្យ IT គាត់ចូលរួមលឺខ្ញុំនិយាយទេបងភាលឺអូនលឺដែរអូនលឺហៅឡូលឺអូនលឺហ្នឹងហើយអរគុណច្រើនហ្នឹងហើយខ្ញុំសូមបន្តអញ្ចឹងកន្លងមកគ្រាន់តែថាបងអត់បានដឹងរឿងចាត់ទុកថាអញ្ចឹងចោះប៉ុន្តែខ្ញុំឃើញឈ្មោះបងនៅក្នុងក្រុមជីបព្រៃវែងយើងតាំងពីយូរមកហើយលោកប្រធានមន្ទីរបានចាសម្រាប់ហើយលោកប្រធានសេងសិក្ខាបានបោះលិខិតសម្រាប់ជីប AF ហ្នឹងចូលនៅក្នុងក្រុមយើងនៅក្នុងអំឡុងខែថ្ងៃ24ខែមេសាអញ្ចឹងជាការឯកភាពអញ្ចឹង38សាលានេះពេលនេះគឺជាសាលាថ្មីបន្ទាប់ពី10ចាស់ហើយជីបចាស់តែយើងអនុវត្តកិច្ចការងារទាំងអស់គ្នាអញ្ចឹងសរុបមកវិញនៅក្នុងខេត្តយើងវាមាន80ផ្លាយសាលាហើយដែលអនុវត្តកិច្ចការទាំងអស់ហ្នឹងហើយជឿជាក់ថាបើសិនជាបងអាចធ្វើកិច្ចការងារទាំងអស់ហ្នឹងបានប្រព័ន្ធគឺស្រួលមិនស្រួលទាញយកមកប្រើប្រាស់មានគ្រប់ទម្រង់មានគ្រប់ឯកសារសំបីតែតាមដាន
ការសិក្សារបស់សិស្សគឺយើងអាចយកមកប្រើប្រាស់បានដែរឲ្យតែយើងបញ្ចូលបានតនពេលវេលាហើយកិច្ចការងារនេះគាត់ថារៀងហត់នឿយចំពោះ ICT បន្តិចប៉ុន្តែ ICT ហត់នឿយមែនតែតើមានការគ្រប់គ្រងជំរុញពីនយោបាយក្រៅក្រងដែលកាន់ការងារទាំងអស់ហ្នឹងហើយជាក់ស្ដែង6កិច្ចការមិញស្រាប់ទៅវាស្មុគស្មាញដូចបងបុនអង្គរតលើកឡើងមិញប៉ុន្តែធ្វើកិច្ចការងារដែលជាអធិភាពដោយបងភាគាត់លើកឡើងមិញអញ្ចឹងមិនប្រកាសថាឲ្យបានទាំងអស់គ្រប់ជ្រុយយើងសល់រយៈពេលតែ 2-3 ថ្ងៃប៉ុន្តែក្នុងប្រព័ន្ធហើយនឹងត្រៀមកិច្ចការនឹងជាហាតដោយគំរូមិញគឺវិទ្យាល័យព្រៃភ្នៅបងណានហ្នឹងគាត់ឲ្យមកអញ្ចឹងយើងដូរក្បាលដុល្លារហើយនឹងបញ្ចូលទិន្នន័យរបស់យើងឲ្យបានមួយចំនួនធំទៅដើម្បីងាយក្នុងការសម្រេចលទ្ធផលនៅពេលប្រជុំព្រោះរយៈពេលប្រជុំផ្ទាល់នៅសៀមរាបរយៈពេលតែ 2 ថ្ងៃទេអញ្ចឹងសំណូមពរឲ្យដិតដៃដិតជើងតិចតាមពិតខ្ញុំគ្រាន់តែចង់ជំរាបថា group GPV នេះគឺជាជាក់ស្ដែងអត់សូវមានបងណាចូលរួមប្រជុំទេអញ្ចឹងវាពិបាកថងថាក្រុមការងារខ្ញុំបាទវាពិបាកថងថាទេជំរាបម្នាក់ម្ដងវាច្រើនសាលាពេកបងអញ្ចឹងវាមានតែការផ្ដល់ព័ត៌មានតាម group Telegram ហ្នឹងឯងហើយក៏វាជាការអនុវត្តស្របតាមគេហៅថាការសិក្សាបែប digital ដែរឥឡូវកិច្ចការងារយើងបោះតាម group ហ្នឹងហើយបើសិន group សំខាន់យើងអត់បានចូលរួមមើលទេវាធ្វើឲ្យកិច្ចការងាររបស់យើងវាខកខានអញ្ចឹងសំណុំពើប៉ុណ្ណឹងហើយមួយទៀតអង្គភាពនឹងបោះ link ប្រព័ន្ធដើម្បីឲ្យសាលា GPS គាត់ចូលទៅធ្វើបន្តទៀតព្រោះគាត់សំណុំពើមិញអញ្ចឹងបងចប់ទៅជួយបោះឲ្យគាត់បន្ថែមផងឡើងវិញផងដើម្បីគាត់អាចចូលទៅបំពេញកិច្ចការងារជាបន្តបន្ទាប់បាទហើយខ្ញុំអត់មានអីចូលរួមបន្ថែមទៀតទេប៉ុន្តែឥឡូវដោយសារពេលវេលាសូមក្រុមអញ្ជើញលោកធានកាយឡៃចូលរួមមតិបិទបន្តិចលោកធានបាទបើលោកធានអាចនៅក្នុងនេះបាទសូមក្រុមអញ្ជើញអរគុណក្រុមការងារទាំងអស់គ្នាហើយក៏សូមអរគុណចំពោះលោកនាយកទាំងអស់ដែលបានចូលរួមថាតាមរបាយការណ៍គឺថ្ងៃនេះចូលរួមបានច្រើនបាទយើងមើលឥឡូវនៅសល់50នាក់ជាងណាបាទអញ្ចឹងអស់រយៈពេល2ម៉ោង10នាទីដែលក្រុមការងារបានបង្ហាញនៅកិច្ចការទាំងអស់នេះណាអញ្ចឹងមានតែសំណូមពរឲ្យសាលាដែលនៅក្នុងគម្រោងនេះចូលរួមប្រជុំឲ្យបានច្រើនមិនដឹងរឿងអញ្ចឹងនៅតែកិច្ចការហ្នឹងអត់ទាន់មួយទៀតកិច្ចការដែលត្រូវបញ្ចប់ហើយយកទៅសៀមរាបយើងបានដឹងហើយថាតើយើងត្រូវការកម្មទិន្នន័យអីខ្លះដែលត្រូវយកទៅហើយអ្នកយកទៅបុណ្យរដ្ឋបានជម្រាបជូនហើយត្រូវកុំភ្លេចកុំព្យូទ័រដូចសាលាដែលមានឈ្មោះខាងមុនណាអញ្ចឹងធ្វើម៉េចត្រូវតែមានហើយមួយទៀតទិន្នន័យដែលធ្វើ2ថ្ងៃនេះមិនហើយសូមឲ្យត្រៀមជើងនៅផ្ទះដើម្បីទូរស័ព្ទឬក៏ Telegram តាក់ទងមកបានទិន្នន័យនឹងទៅអញ្ចឹងយើងត្រូវត្រៀមទាំងអស់គ្នាណាបាទអញ្ចឹងយ៉ាងណាក៏ដោយត្រៀមដើម្បីទៅជោគជ័យនៅពេល2ថ្ងៃនោះបើឯកសារនឹងគ្រប់យើងឆាប់ចប់បើឯកសារនឹងធ្វើមិនគ្រប់ទេគ្រាន់តែក្រចប់អញ្ចឹងសំខាន់ធ្វើមិនឲ្យបានលឿនទាំងអស់គ្នាបាទហើយទិន្នន័យយើងបានទទួលបានហើយចំពោះឈ្មោះដែលត្រូវទៅចូលរួមយើងបានគ្រប់ហើយគ្រប់សាលាហើយអញ្ចឹងស្អែកនឹងបានខិតទេសនាមបញ្ជូនទៅក្រុមការងារហើយចុងក្រោយសូមជូនពរឲ្យការងារសម្រាប់ទាំងអស់គ្នាហើយទៅធ្វើដំណើរទៅមកនៅសៀមរាបក៏បានមានសុវត្ថិភាពពេលហ្នឹងក៏មានសុវត្ថិភាពហើយការងារទាំងអស់គឺបានសម្រាប់ទាំងអស់គ្នាហើយខ្ញុំសូមប្រកាសបិទកិច្ចប្រជុំនៅរសៀលនេះចាប់ពីពេលនេះតទៅសូមអរគុណចិនលោកគ្រូ